បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុងណារ៉េតពីទីក្រុងឡុងប៊ីរដ្ឋកាលីហ្វ័រញ៉ានេះគឺជារាត្រីថ្ងៃទី29ខែឧសភាឆ្នាំ2026បាទរាត្រីនេះខ្ញុំមានបងអែមលាមាត់មកផ្ទះធំដែលនឹងជម្រាបជូនបងប្អូនដូចធម្មតាហើយព័ត៌មានទាំងអស់នេះគឺខ្ញុំមានពេលមើលឥឡូវសារម៉ោង9:20នាទីហើយគឺមានប្រហែលជា40ទៅ50នាទីដែរដោយសារដូចបងប្អូនខ្ញុំថ្ងៃដែលធ្វើការដូច្នេះគឺជាទូទៅខ្ញុំមិនមានពេលច្រើននៅផ្អែមបន្លែជាមួយបងប្អូនទេប៉ុន្តែខ្ញុំនឹងព្យាយាមសង្ខេបព័ត៌មាននេះដោយសារតែពេលវេលាខ្លីអញ្ចឹងជាកិច្ចចាប់ផ្ដើមមុននឹងចូលព័ត៌មានខ្ញុំសូមជម្រាបជូនបងប្អូនសាធារណជនទាំងអស់ដែលជា fans របស់ Moonarate ខ្ញុំបានជម្រាបជូនបងប្អូនហើយថាដុំថ្មដែលរើសចោលឆ្កែនឹងសល់តែម្ដុំចុងក្រោយហើយក៏វត្តចោលអស់ហើយដូច្នេះសូមបងប្អូនទាំងអស់គ្នាឈប់នាំអាច Moonarate ឲ្យរើសដុំថ្មចោលឆ្កែព្រោះអីបានហើយឃើញបងប្អូនតបតទៅនឹងជនពីលបាតផ្សារពីលាផ្សេងទៀតជាឃោសនារបស់គណៈបកប្រកាន់អំណាចអីហ្នឹងខ្ញុំថាល្មមបានហើយឈប់ទៅមិនបានផលអីទេព្រោះអ្នកទាំងអស់នេះនៅពេលដែលយើងប្រឹងផ្សាយប្រឹងអីហ្នឹងគឺហាក់បីដូចជាដូចថាបោះសាច់បោះដុំបោះអីឲ្យបើយើងនិយាយប្រៀបធៀបទៅដូចសត្វទៀតដូចសត្វអញ្ចឹងតែយើងបោះចំណីបោះអីឲ្យទៅចិត្តតែចូលមកទៀតអញ្ចឹងទៅធ្វើឲ្យបានចិត្តណាអញ្ចឹងសំណូមពររបស់ខ្ញុំគឺឈប់អត់តតាំងអត់អីទាំងអស់តាក់ទងនឹងរឿងបុគ្គលខ្ញុំបើរឿងជាតិរឿងសាសរឿងទឹកដីរឿងមាតុភូមិអីធ្វើទៀតចោះប៉ុន្តែកុំយកបុគ្គលមួងណារ៉េតហ្នឹងទៅធ្វើជាកម្មវត្ថុនៅក្នុងការជេរបតិចគ្នាការពារបានហើយខ្ញុំអរគុណបងប្អូនណាស់ដែលការពារខ្ញុំតែថាខ្ញុំនឹងជា idol ត្រូវតែការពារអីប៉ុន្តែខ្ញុំសំណូមពរឲ្យសុំអង្វរមួយបងប្អូនទាំងអស់គ្នាកុំអីរឿងបុគ្គលមួងណារ៉េតនេះគឺជារឿងដាច់ដោយឡែករឿងអត់មានតាក់ទងនឹងរឿងជាតិយើងរឿងមាតុភូមិរឿងបញ្ហាដែលជាអាយុជីវិតរបស់ជាតិយើងទេអញ្ចឹងកុំយកទៅតតាំងគ្នាការពារខ្ញុំអីបានហើយខ្ញុំសូមអរគុណក៏ប៉ុន្តែខ្ញុំសូមសំណូមពរឲ្យបងប្អូនឈប់ត្រឹមហ្នឹងកុំឲ្យពួកគេទាញបងប្អូនធ្លាក់ផុកពួកអីយើងចូលក្នុងសងនៃការពង្រៀងពង្វក់ស្មារតីពង្រៀងព្រឹត្តិការណ៍ទេអត់ប្រយោជន៍ទេហើយសំណូមពរមួយទៀតគឺនៅពេលដែលបងប្អូនឃើញជនពីលបាតផ្សារទាំងអស់នេះផ្សាយព័ត៌មានអីក៏ដោយនៅក្នុងបណ្ដាញសង្គម Facebook ឬក៏ YouTube បើសិនជាបងប្អូនទី1គឺអូសរំលងទី2គឺរាយការណ៍ទៅខាង Facebook និងខាង YouTube ហើយកុំចិត្តតែរាយការណ៍ព័ត៌មានគេគ្រប់តែរឿងណាយើងមើលផងព្រោះសិទ្ធិសេរីភាពព័ត៌មានឬការបញ្ចេញមតិហ្នឹងគឺក៏យើងគួរគោរពឲ្យតម្លៃគេដែរបើសិនជាគេសរសេរឃ្លាឃ្លោងឬក៏ការផ្សព្វផ្សាយទាំងឡាយណាដែលផ្អែកទៅលើការបញ្ចេញមតិមិនជេរបន្តិចមិនពាលាអាវ៉ាសែមិនប្រមាថមាក់ងាយឬក៏មិនព័ត៌មានផ្សព្វផ្សាយមិនពិតតែបើជាព័ត៌មានពិតដែលគេផ្សាយកុំប្លុកគេប៉ុន្តែយើងប្លុកចោលយើងរាយការណ៍យើងអីខ្លះទៅដើម្បីជំរុះសម្រាមនឹងចេញពីដងផ្លូវដែលយើងធ្វើដំណើរផងខ្ញុំសូមប៉ុណ្្នឹងឯងបងប្អូនណាធ្វើបិណ្ឌបាតប៉ុណ្្នឹងកុំយកឈ្មោះមួយណារ៉េតនឹងការពារខ្លាំងពេកទៅគឺចំណាយពេលវេលាអត់ប្រយោជន៍ទេពួកឯងខ្ញុំបានប្រាប់ឲ្យថាថ្មនៅសល់តែម្ដុំក៏វត្តចោលចុងក្រោយហ្នឹងចាប់ត្រឹមប៉ុណ្្នឹងហើយអ្នកទាំងអស់នោះគឺឲ្យតែមាននៅក្នុងបណ្ដាញសង្គម Facebook របស់ខ្ញុំគឺខ្ញុំប្លុកចោលអស់ហើយមួយទៀតសំណូមពរជាការដាស់តឿនក្រានរំលឹកដល់បងប្អូនទាំងអស់ដែលចូលមក comment នៅក្នុង Facebook ឬ YouTube របស់ Moon Narrate ណាជៀសវាងឲ្យផុតពីភាសាជេរប្រមាថគ្នាឬក៏ដាក់រូបភាពផ្ដេសផ្ដាស់ដែលមាក់ងាយមិនចំពោះតែជេរបន្តិចខាងក្រុមណាឬក៏ក្រុមគណៈបកប្រជាជនកម្ពុជាឬក្រុមគណៈបកប្រឆាំងអីទេមើងងាយបុគ្គលអាមឹងឆ្កែឆ្មាអីហ្នឹងគឺខ្ញុំសូមរក្សាសិទ្ធិនិងប្លុកចោលបងប្អូនទាំងអស់សូម្បីតែជា fans របស់ Moon Narrate ក៏ដោយឲ្យតែប្រើភាសាអក្សរោះគ្មានសិលធម៌គ្មានសុជីវធម៌ក្នុងការជជែកតតាំងគ្នាជាសម្ដីជាគំនិតនេះបាទខ្ញុំសូមអធិស្ឋានព្រោះខ្ញុំមិនអាចអនុគ្រោះរឿងនេះបានខ្ញុំសូមខន្តីអភ័យទោសបើសិនជាខ្ញុំប្លុកចោលហើយឡើងអាចមើល Facebook ឬ YouTube របស់ Moon Narrate បានខ្ញុំសូមបានជម្រាបពីមុនហើយខ្ញុំមិនបានជម្រាបមុនទេបាទសូមអធិស្ឋានឥឡូវព័ត៌មានដែលខ្ញុំនឹងជម្រាបជូនបងប្អូនមានមេតិការតាមលំដាប់លំដោយដល់ដូចតទៅទី1តើព្រឹត្តិការណ៍ដាស់ស្មារតីជាតិនឹងជួយឲ្យខ្មែរលែងបែកបាក់គ្នាបានដោយរបៀបណាមេ25ជានរណាដែលអតីតអង្គការលេងចនាបានប្រាក់ជិត$100 លានដើម្បីធ្វើអំពើឆបោកពេញផ្ទៃប្រទេសអង្គការសិទ្ធិមនុស្សអន្តរជាតិរួមគ្នាអំពាវនាវឲ្យដោះលែងសកម្មជនចលនាមេដាធម្មជាតិទាំង5នាក់ថៃនិងវៀតណាមបដិញ្ញាពង្រីកពាណិជ្ជកម្មប្រទេសទាំងពីរឲ្យកើនដល់$25,000 លានសហរដ្ឋអាមេរិកមន្ត្រីជាន់ខ្ពស់គណៈបក្សសង្គ្រោះជាតិលោកកកុម្ភាជាប់ពន្ធនាគារគ្រប់កាលកំណត់6ឆ្នាំពេញព្រោះមិនព្រមសុំទោសឲ្យបានចេញមុនក្រុមព័ត៌មានសម្ងាត់អង់គ្លេសរកឃើញថាទាហានរុស្ស៊ីស្លាប់នៅអ៊ុយក្រែនមានចំនួនជិតកន្លះលាននាក់អាមេរិកគម្រាមកំទេចអូម៉ង់បើអត់ព្រមតាមលោកតាក់ទងនឹងរឿងបើកច្រកហូម៉ូសអាមេរិកនិងអ៊ីរ៉ង់ព្រមព្រៀងជប់បាញ់គ្នាបន្ថែម60សំទោសអាមេរិកនិងអ៊ីរ៉ង់នឹងព្រមព្រៀងជប់បាញ់គ្នាថែម60ថ្ងៃទៀតដើម្បីបន្តការចរចានិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទបងប្អូនឃើញព័ត៌មានមានសន្ធឹកណាស់ក៏ប៉ុន្តែចាប់ផ្ដើមពីព័ត៌មានទី1គឺរឿងព្រឹត្តិការណ៍ដាស់ស្មារតីជាតិដែលឃើញព្រឹត្តិការណ៍នេះគឺប្រព្រឹត្តឡើងទៅយ៉ាងកក្រឹកកក្រែងពេញផ្ទៃស្រុកខ្មែរហើយគឺនៅ Start Olympic នៅអីហ្នឹងគឺហាត់សមហាត់អីហ្នឹងគឺនិស្សិតប្រហែលថ្ងៃនេះអត់បានរៀនអត់បានសូត្រអីទេបងប្អូនគឺរវល់មមាញឹកជាកិច្ចចាប់ផ្ដើមខ្ញុំពិតជាស្កោតសរសើរថ្នាក់ដឹកនាំរបស់ក្រមសម្ព័ន្ធយុវជនកម្ពុជានេះណាព្រោះអីក្រមនេះគឺដឹកនាំដោយលោកហ៊ុនម៉ាណីលោកហ៊ុនម៉ាណីគឺមានងារជាឬក៏មានឋានៈជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
តួនាទីមុខងារសាធារណៈនេះគឺជាតួនាទីធំខ្ពង់ខ្ពស់ណាស់សម្រាប់ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោកមានភារកិច្ចច្រើនណាស់រវល់នៅក្នុងក្រសួងមន្ទីរហ្នឹងគឺរាប់មិនអស់ហងពួកឯងមុខងារសាធារណៈគឺគិតគូរពីការបើកប្រាក់បៀវត្សដល់មន្ត្រីរាជការទៅហ៊ានប៉ូលីសតើបើកប្រាក់បៀវត្សយ៉ាងម៉េចឲ្យបានសមរម្យតើត្រូវដោះស្រាយបញ្ហាប្រាក់ឬក៏ជួលឬបុគ្គលិកសម្រាប់ធ្វើបម្រើការជាមន្ត្រីរាជការរដ្ឋការអីគឺការងារហ្នឹងគឺរវល់ណាស់និយាយទៅគឺបើយើងគិតពីតួនាទីរដ្ឋមន្ត្រីមួយគឺរវល់រកតែពេលទទួលទានអាហារឲ្យត្រង់មាត់ក៏តែមិនបានផងក៏ប៉ុន្តែលោកហ៊ុនម៉ាណីគឺជាមនុស្សឧស្សាហ៍ណាស់បើយើងមើលឃើញគាត់ដូចរវល់គ្រប់រឿងដែរជាពិសេសគាត់ជាប្រធានសមាគមយុវជនរបស់គណៈបកប្រជាជនកម្ពុជាហ្នឹងគឺបណ្ដាញសម្ព័ន្ធយុវជននេះគឺគាត់ធ្វើកិច្ចការរៀបចំព្រឹត្តិការណ៍ច្រើនណាស់ព្រឹត្តិការណ៍ស្អីក៏ដោយឲ្យតែកក្រើបមានព្យុហយាត្រាធម្មយាត្រាប្រមូលផ្ដុំគ្នាដើម្បីទៅ start អូឡ িম্প ិកគាំទ្រកីឡាបាល់ទាត់បាល់ស្អីអីអញ្ចឹងតាក់ទងនឹងការធ្វើអន្សមយៈចបៃយៈឬក៏លះហាលឬក៏កម្មាឬក៏កម្មវិធីអីធំហ្នឹងគឺជាកិច្ចការរបស់លោកហ៊ុនម៉ាណីដែរអញ្ចឹងគាត់ធ្វើកិច្ចការងារនេះច្រើនមែនតើហើយចុងក្រោយនេះគឺយើងឃើញព្រឹត្តិការណ៍មួយដែលរៀបចំយ៉ាងកក្រឹកកក្រែងដែលមើលទៅគឺប្រទេសកម្ពុជាគឺធ្វើបានគឺខ្មែរពិតជាធ្វើបានមែនគឺកែនប្រជាពលរដ្ឋឬក៏និស្សិតឬក៏បញ្ញវន្តឬសិស្សអីហ្នឹងគឺចូលទៅហាត់សមរាប់ថ្ងៃហាត់សមដើម្បីយំខ្សឹកខ្សួលសម្ដែងឲ្យស័ក្តិសមទៅនឹងការឈឺចាប់នៅការបាត់បង់ដែនអធិបតេយ្យរបស់កម្ពុជាទៅប្រទេសជិតខាងហើយឲ្យខ្មែរយើងហ្នឹងគឺដាស់ស្មារតីជាតិយើងឲ្យចងចាំខ្ញុំថានេះគឺជាការដែលធ្វើដើម្បីដាស់សតិបញ្ញាឬក៏ស្មារតីរបស់ខ្មែរយើងគ្រប់គ្នាឲ្យភ្ញាក់រលឹកគឺជារឿងត្រឹមត្រូវគឺជារឿងគួរឲ្យកោតសរសើរថ្នាក់ដឹកនាំគណៈបកសង្គ្រោះគណៈបកប្រជាជនកម្ពុជានិងលោកហ៊ុនម៉ាណីដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងនាមជារដ្ឋមន្ត្រីផងមកកាន់ការងារជាក្រុមយុវជនគណៈបកប្រជាជនកម្ពុជាហ្នឹងមិនដឹងថាការងារហ្នឹងវាមានទំនាស់ផលប្រយោជន៍យ៉ាងម៉េចទេព្រោះលោកដូចថាសក់មួយជំរាកហ្នឹងគឺជ្រៀកទៅជា100សរសៃទៀតណាគឺដើមមានដាដៃ100ដែរបើយើងមើលទៅគឺលោកខំប្រឹងមែនតើក៏ប៉ុន្តែការដែលខំប្រឹងនេះមានរូបភាពពីរទី1ថាតើកម្ពុជាយើងពិតជាមនុស្សម្នាក់ត្រូវធ្វើការដៃ100អញ្ចឹងហើយត្រូវតែប្រឹងគ្រប់មុខគ្រប់កន្លែងអញ្ចឹងឬក៏យ៉ាងដូចម្ដេចឬក៏មិនចំណាយពេលវេលាឲ្យលោកដូចថាខំប្រឹងយកពេលវេលាទៅធ្វើកិច្ចការងារមុខងារសាធារណៈហ្នឹងឲ្យបានគត់មុតទៅត្រូវតែរវល់មកធ្វើកិច្ចការងារនឹង100ជំពូកដែលខុសពីកិច្ចការងារមុខងារសាធារណៈហ្នឹងតើនឹងអស់ធម៌ពលនឹងអស់ថវិកាឬក៏អស់ពេលវេលាអីយ៉ាងម៉េចទៀតទៅតើការងារហ្នឹងមានប្រសិទ្ធភាពល្អដែរឬយ៉ាងណាព្រោះធម្មតាយើងដឹងហើយខ្មែរយើងថាបើគ្នាច្រើនការងារស្រាលក៏ប៉ុន្តែបើគ្នាច្រើនពេលខ្លះក៏មិនសមខ្លោចដែរឬក៏ធ្វើការងារចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណាបានន័យថាធ្វើនេះមកចប់នោះមកចប់អត់មានរឿងអីជាដុំកំភួនដើម្បីឲ្យបានផលទេវាអាចប៉ះពាល់ដល់ការងារដែលមិនបានល្អឬក៏យ៉ាងណាដែរទី2នៅពេលដែលធ្វើរឿងព្រឹត្តិការណ៍អីសពបែបយ៉ាងនេះតើព្រឹត្តិការណ៍ទាំងអស់នេះគឺជាព្រឹត្តិការណ៍ដើម្បីដាស់ស្មារតីជាតិជាព្រឹត្តិការណ៍ដើម្បីជាតិឬក៏ជាព្រឹត្តិការណ៍ដើម្បីគ្រាន់តែពង្រឹងស្មារតីគណៈបកប្រជាជនកម្ពុជាដើម្បីឲ្យប្រជាពលរដ្ឋនឹងនាំគ្នាវិលវក់នឹងព្រឹត្តិការណ៍ថ្មីដែលបង្កើតឡើងដើម្បីពង្វក់ព្រឹត្តិការណ៍ចាស់បន្លប់វាទៅដើម្បីកុំឲ្យប្រជាពលរដ្ឋនៅចងចាំនឹងព្រឹត្តិការណ៍ថៃយកដីខ្មែរនឹងច្រើនពេកទៅអញ្ចឹងបំពាក់ស្មារតីប្រជាពលរដ្ឋឲ្យនឹកឃើញអំពីការឈឺចាប់ទៅវិញជាជាងការដែលនាំគ្នាររឿងរដ្ឋាភិបាលហេតុអីបានអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិអញ្ចឹងព្រឹត្តិការណ៍នេះគឺជាការដាស់ស្មារតីភ្ញាក់រលឹកមែនក៏ប៉ុន្តែភ្ញាក់រលឹកហាក់បីដូចជាឲ្យយើងនឹងគិតបំភ្លេចអំពីចំណុចខ្សោយរបស់រដ្ឋាភិបាលបំភ្លេចអំពីការបែកបាក់ជាតិបំភ្លេចអំពីអ្វីដែលជារបៀបដឹកនាំរដ្ឋនឹងដែលមិនបានផលល្អដែលធ្វើឲ្យទាហានយើងខ្សោយធ្វើឲ្យជាតិយើងខ្សោយធ្វើឲ្យដីយើងបាត់ទៅថៃដោយមិនអាចការពារបានដោយសារតែយើងបែកបាក់គ្នាផ្ទុយទៅវិញយកអាវិធីហ្នឹងមកស្ដារស្មារតីយើងឡើងវិញដើម្បីឲ្យយើងដឹងថាខ្មែរយើងត្រូវតែរួបរวมសាមគ្គីគ្នាតែអ្នកណាដែលជាអ្នកចាប់ផ្ដើមឲ្យខ្មែរយើងបែកបាក់សាមគ្គីពីដើមទីណាឥឡូវខ្ញុំឲ្យឧទាហរណ៍ខ្លីមួយផ្ទះស្បូវនៅរស់សុកសានស្រាប់តែយើងនាំគ្នាបបួលកូនលេងជង្គូសពេញផ្ទះដោះនាំគ្នាលេងអាជង្គូសនឹងបោះទៅបោះមកបោះទៅបោះមកអញ្ចឹងទៅហើយផ្ទះស្បូវប្រើជាគៀងប្រេងកាតទៀតហើយទៅលេងជង្គូសទៀតតើយើងដែលជាម៉ែឪនឹងប្រាប់កូនឲ្យលេងជង្គូសនេះយើងដឹងទេថាយថាហេតុថាថ្ងៃណាមួយផ្ទះយើងនឹងឆេះបើផ្ទះយើងមិនឆេះក៏យើងឡៃតែរវល់លេងជង្គូសក៏គេចិត្តខាងក៏មកឬលបងយើងឬក៏ចូលទន្ទ្រានឈ្លានពានឬក៏ធ្វើអីមួយតាក់ទងនឹងក្រុមគ្រួសារយើងអត់មានកម្លាំងបលាំងមមមួនដើម្បីចង់នឹងទប់ទល់គេពីខាងក្រៅព្រោះយើងរវល់ពុលក្ដួចនឹងលេងអាលបែងជង្គូសនៅក្នុងផ្ទះទៅហើយយើងត្រូវដឹងថាអ្នកនៅផ្ទះស្បូវកុំលើកសូវលេងជង្គូសតែលេងជង្គូសគឺវាឆេះក៏ប៉ុន្តែនៅពេលដែលបបួលកូនបបួលចៅលេងជង្គូសទាំងម៉ែទាំងឪចឹងទាំងអស់គ្នាស្រាប់តែថ្ងៃមួយផ្ទះឆេះថ្កូលហើយទៅស្រាប់ផ្ដើមធ្វើព្រឹត្តិការណ៍មួយដើម្បីដាស់ស្មារតីឲ្យស្រឡាញ់គ្រួសារឲ្យស្រឡាញ់ធ្វើយ៉ាងម៉េចទប់ការពារកុំឲ្យផ្ទះឆេះរឿងនេះបើយើងគិតឲ្យមែនតានទៅគឺវាអត់មែនជារឿងខុសឆ្គងទេព្រោះអីយើងត្រូវដាស់ស្មារតីយើងថាណាការលេងជង្គូសហ្នឹងវាលលាកដៃណាអត់ត្រូវទេយើងត្រូវរៀនសូត្រពីបទពិសោធន៍ហ្នឹងយើងមិនគួរណាផ្ទុយប្រហែលទេឥឡូវឃើញនៅផ្ទះក៏ឆេះអស់ដីក៏គ្មាននៅឬក៏អីចឹងទៅតែយើងត្រូវតែពង្រឹងស្មារតីរបស់យើងដើម្បីនាំគ្នាទប់ការពារដែលអធិបតេយ្យឲ្យឈឺចាប់នឹងអំពើដែលអ្នកចិត្តខាងមកយកដីយើងនិងយើងឆេះផ្ទះខ្លួនឯងនេះរឿងនេះគឺជាយុទ្ធសាស្ត្រគេហៅថាគោរួចបានធ្វើលបងដល់ថ្ងៃប្រឡងបានខំស្វាត់ជារៀនណាហើយមួយទៀតគឺ
យើងបង្កើតប្រកាត់ភ្លើងខ្លួនឯងនៅក្នុងផ្ទះលេងជគូឲ្យឆេះអស់ដល់ចុងក្រោយគឺយើងធ្វើជាមេដាបៃតាដល់គួរឲ្យកក់ក្ដៅសម្រាប់កូនកុលបុត្រកុលធីតាដាក់ស្មារតីថាយើងនាំគ្នាកសាងការពារសាមគ្គីគ្នាខ្ញុំថាបើធ្វើបែបនេះហើយក្នុងនាមជាឪពុកម្ដាយខ្ញុំជាឪពុកម្ដាយដែរមិនខុសឆ្គងទេនៅពេលដែលយើងដឹងកំហុសហើយដាស់ស្មារតីគ្នាឯងបញ្ញត្តិស្មារតីថាណែឈប់លេងជគូសតទៅទៀតដោយសារតែការលេងជគូសនឹងធ្វើឲ្យយើងឡៃរវល់ពុលក្ដួចយើងអត់បានរកពេលរកទទួលទានដើម្បីផ្គត់ផ្គង់គ្រួសារដើម្បីអីទេហើយដល់ពេលលេងជគូសចោះឡើងឆ្លោះគ្នាវាយគ្នាបាច់សក់បាច់អីឥឡូវហ្នឹងវារៀលដល់ឆេះដល់ផ្ទះឥឡូវគេអ្នកចិត្តខាងគេមើងងាយគេអីយើងអត់អាចការពារផ្ទះអត់អាចការពារក្រុមសុខគ្រួសារអាចការពារកិត្តិយសអីបានយើងត្រូវពង្រឹងស្មារតីយើងឡើងវិញកំហុសខុសឆ្គងទាំងអស់ដែលកើតឡើងមកហ្នឹងគឺដោយសារអាណាព្យាបាលកាជឿធ្លុះឬក៏អត់មានមយាទត្រឹមត្រូវវាធ្វើឲ្យកូននឹងផ្ទះសម្បែងឆេះតិចទីអស់ប៉ុន្តែស្ដារពីពេលហ្នឹងទៅគឺយើងត្រូវរៀនពីបទពិសោធន៍ហ្នឹងអត់ខុសឆ្គងអីទេបើយើងដឹងកំហុសហ្នឹងកំប៉ុន្តែបញ្ហាអ្វីដែលកម្ពុជាកំពុងតែធ្វើនេះតកតងនឹងស្មារតីការដាស់ស្មារតីនេះខ្ញុំអានខ្លឹមសារបន្តិចព្រោះអីកម្មវិធីដាស់ស្មារតីរបស់លោកហ៊ុនម៉ាណីនេះគឺយើងគាត់ប្រើឃ្លាមួយគាត់ថាយើងត្រូវចងចាំត្រូវតាំងចិត្តនឹងធ្វើឲ្យទាល់តែបានខ្មែរអាចធ្វើបានតើខ្មែរអាចធ្វើអីបានគាត់ថាគាត់ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាគាត់អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឲ្យរួមគ្នាថែរក្សាឲ្យបាននិងពង្រឹងនូវស្មារតីសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងរបស់ជាតិកម្ពុជាដោយត្រូវចងចាំនៅអ្វីដែលជាមេរៀនប្រវត្តិសាស្ត្រដើម្បីប្រែក្លាយឲ្យទៅជាការតាំងចិត្តនិងធ្វើឲ្យទាល់តែបានលោកក៏បានមានប្រសាសន៍បន្ថែមទៀតតកតងនឹងការថែរក្សាឲ្យបានសាមគ្គីភាពផ្ទៃក្នុងសង្គមជាតិយើងពិតជារឹងមាំត្រូវការថែរក្សាទុកតម្កល់ឲ្យខ្ពស់គឺការកសាងស្មារតីនេះឲ្យជាប្រចាំយើងត្រូវតែការពារថែរក្សាដោយខ្លួនឯងនិងត្រូវតែពឹងផ្អែកលើការពង្រឹងសមត្ថភាពខ្លួនឯងជាប្រចាំផងដែលត្រូវខិតខំប្រឹងប្រែងពង្រឹងគ្រប់វិស័យនិងគ្រប់ពេលវេលាឲ្យប្រកបណាស់វាជាបេសកកម្មរបស់យើងរៀងៗខ្លួនដើម្បីសង្គមជាតិអ្វីដែលគួរឲ្យកត់សម្គាល់គឺកម្មវិធីដាស់ស្មារតីនេះគឺផ្ដោតខ្លាំងទៅលើខ្មែររួបរวมខ្មែរខ្លាំងផ្ដោតទៅលើការផ្សះផ្សាជាតិផ្ដោតទៅលើការបង្រួបបង្រួមជាតិផ្ដោតទៅលើការសាមគ្គីជាតិផ្ដោតទៅលើការមិនយកខ្មែរណាទៅជាសត្រូវបើយើងស្ដាប់ន័យនឹងអញ្ចឹងណាហើយរឿងនេះមិនមែនតែលោកហ៊ុនម៉ាណីទេគឺលោកហ៊ុនម៉ាណែតដែលជាបងប្រុសរបស់លោកហ៊ុនម៉ាណីហ្នឹងក៏បានថ្លែងសារតាក់ទងនឹងការគ្រប់គ្រងស្មារតីនេះដែរគាត់បង្ហោះសារលើបណ្ដាញសង្គមរបស់គាត់គឺគាត់ថាការដែលរៀបចំពិធីដាស់ស្មារតីជាតិនេះគឺជាការបង្ហាញនៅការចងចាំនៅបទពិសោធន៍ព្រឹត្តិការណ៍ដែលប្រទេសកម្ពុជាឆ្លងកាត់ពីអតីតកាលជាពិសេសក្នុងឆ្នាំ2025កន្លងទៅដែលជាភាពឈឺចាប់ការលំបាកនិងភាពអយុត្តិធម៌ដើម្បីប្រែក្លាយអតីតកាលទាំងនោះឲ្យទៅជាកម្លាំងសាមគ្គីភាពនិងឯកភាពជាតិមហាគ្រួសារខ្មែរសម្រាប់ពង្រឹងខ្លួននិងការពារសុខសន្តិភាពជាតិឲ្យបានរឹងមាំជានិច្ចយើងស្ដាប់ទៅបងប្អូនគឺយើងរំភើបព្រោះអីថ្នាក់ដឹកនាំកម្ពុជាគិតត្រូវនៅក្នុងការផ្លូវក្នុងការស្រឡាញ់ជាតិពង្រឹងសាមគ្គីជាតិដែលយើងគិតថាមានភ័ព្វវាសនាណាប្រជាពលរដ្ឋខ្មែរទាំង18លានអ្នកមានបងប្អូនរបស់គ្រួសារតកូលហ៊ុនទាំងអស់សុទ្ធតែគិតត្រូវទាំងអស់បងប្អូនអាការដែលយើងដាស់ស្មារតីជាតិនេះអត់ចាំបាច់ធ្វើព្រឹត្តិការណ៍ទេបងប្អូនបើសិនជាយើងចង់ដាស់ស្មារតីជាតិយើងឲ្យរឹងមាំបងប្អូនទៅស្ដាប់ចម្រៀងរបស់លោកសាស្ត្រាចារ្យនួនកនសាស្ត្រាចារ្យសាស្ត្រាចារ្យនួនកនសរសេរបទចម្រៀងនិងនិពន្ធបទចម្រៀងមួយដ៏មានអត្ថន័យជ្រាលជ្រៅលើសអាព្រឹត្តិការណ៍ដាស់ស្មារតីនេះ100ដងហើយចម្រៀងនេះនៅតែដក់នៅក្នុងដួងចិត្តក្រអៅបេះដូងរបស់កម្ពុជាគ្រប់ចំនួនបើយើងយកចិត្តទុកដាក់ពិតជាចង់ធ្វើតាមការដាស់ស្មារតីនឹងមែនព្រោះសាស្ត្រានួនកននិពន្ធបទចម្រៀងមួយដែលមានចំណងជើងថាសាវតាខ្មែរបាទមិនមែនពងសាវតាខ្មែរទេណាចម្រៀងនេះគឺមិនមែនមានចំណងជើងពងសាវតាខ្មែរទេគឺមានចំណងជើងថាសាវតាខ្មែរបទសាវតាខ្មែរនេះគឺលោកចង់និយាយថាខ្មែរអើយចូលចាំចាក់ថាតាមសាវតាជាតិខេមរាគឺខ្ពង់ខ្ពស់ថ្កើងអីចឹងទៅឲ្យយើងចាំអំពីអរិយធម៌វប្បធម៌ប្រទេសយើងធ្លាប់ថ្កើងល្បីដល់មជ្ឈិមបូព៌ាគេកោតស្ញប់ស្ញែងទាំងសិល្បៈតន្ត្រីវប្បធម៌ការអប់រំសិក្សាធិការសិលធម៌គេរៀនសូត្រតាមយើងគេឲ្យតម្លៃយើងក៏ប៉ុន្តែដោយសារតែយើងភ្លេចខ្លួនធ្វើឲ្យយើងរលាយរលត់រិចរិលប៉ុន្តែលោកបានប្រាប់ថាយើងទាំងអស់គ្នាត្រូវស្ដាប់សាវតាឲ្យយើងតាំងចិត្តឲ្យមុតមមខ្លាំងសាជាថ្មីដើម្បីស្ដារកសាងឲ្យជាតិនេះបានរុងរឿងដូចសម័យមហានគរឬក៏បុព្វបុរសដូនតាយើងដែលជាសម័យដ៏អស្ចារ្យឡើងវិញហើយធំបំផុតគឺសាមគ្គីជាតិខ្មែរជាធ្លុងមួយតើចម្រៀងរបស់សាស្ត្រានួនកននេះអត់ចូលនៅក្នុងសតិសម្បញ្ញៈស្មារតីខ្មែរបន្តិចសោះទេដើម្បីឲ្យយើងនាំគ្នាបង្កើតព្រឹត្តិការណ៍ដាស់ស្មារតីជាតិថែមនេះឬក៏យ៉ាងដូចម្ដេចអញ្ចឹងសរុបសេចក្តីមកគឺការដាស់ស្មារតីជាតិនេះគឺជាព្រឹត្តិការណ៍ល្អហើយដែលរៀបចំប៉ុន្តែជាព្រឹត្តិការណ៍បន្លប់ព្រឹត្តិការណ៍មួយផ្សេងទៀតដើម្បីឲ្យខ្មែរឈឺចាប់ដែរក៏ប៉ុន្តែឈឺចាប់នៅក្នុងន័យថាវា after effect គឺក្រោយព្រឹត្តិការណ៍ដែលកើតឡើងហើយបានន័យថាយើងអត់ដែលធ្វើយុទ្ធនាការព្យាបាលសំទោសយើងយកវិធីព្យាបាលប្រសើរជាងការការពារណាបងប្អូនមិនធ្វើអញ្ចឹងទេយុទ្ធសាស្ត្រនៅក្នុងការពារថែទាំសុខភាពក៏ដោយគេថាការពារប្រសើរជាងព្យាបាលមុននឹងយើងធ្លាក់ខ្លួនឈឺគឺយើងត្រូវហាត់ប្រាណយើងត្រូវទទួលទានអាហារឲ្យបានទៀងទាត់យើងត្រូវទទួលទានដំណេកឲ្យបានគ្រប់គ្រាន់យើងត្រូវហូបកុំឲ្យប្រៃខ្លាំងកុំឲ្យផ្អែមខ្លាំងកុំឲ្យអីអញ្ចឹងឲ្យវាល្មមដើម្បីឲ្យមានតុល្យភាពរាងកាយយើងមានសុខភាពល្អគឺជាការបង្ការជាការការពារតែយើងធ្លាក់ខ្លួនឈឺហើយចាប់ផ្ដើមព្យាបាលអាហ្នឹងគឺយើងដល់ពេលគោរួចបានធ្វើលបងតើការដាស់ស្មារតីនេះគឺជាការដែលទើបតែភ្ញាក់ដឹងនៅពេលនេះឬក៏យើងដឹងពីពេលមុនហើយតែអត់ព្រមធ្វើ
ហើយយើងខំមកពេលណាក៏ដឹងក៏ពេលណាក៏យកចម្រៀងរបស់សាស្ត្រាចារ្យនួនកននេះយកមកចាក់ដែរប៉ុន្តែចាក់ហើយច្រៀងនេះគឺគ្រាន់តែជាការបន្លប់តែប៉ុណ្ណោះយើងអត់ដែលធ្វើតាមទេហើយខ្ញុំនិយាយហេតុអីបានជាយើងអត់ធ្វើតាមហេតុអីបានជាមានព្រឹត្តិការណ៍ដាស់ស្មារតីដែលធ្វើឲ្យនិស្សិតបញ្ញវន្តឬក៏កូនសិស្សហ្នឹងកោះមកហៅដើម្បីសម្ដែងរាប់ថ្ងៃដើម្បីសម្ដែងយំការយំនេះណាអត់ចាំបាច់សម្ដែងទេបងប្អូនគឺត្រូវតែយំចេញពីបេះដូងហើយមិនចាំបាច់កែនមនុស្សមកយំដើម្បីសម្ដែងទេវាអាក្រក់មើលតែខ្ញុំមិនទៅជាតូមនិញអីទេរៀបចំល្អប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាសពថ្ងៃធ្វើឲ្យលើសពីការចងចាំនិងដាស់ស្មារតីបានន័យថាពេលនេះអ្វីដែលជាការដាស់ស្មារតីខ្មែរគ្រប់រូបឲ្យចងចាំគឺត្រូវចាំថាយើងមិនអាចនឹងតតាំងជាមួយថៃឈ្នះថៃនៅក្នុងការធ្វើដោយអ្វីដែលរដ្ឋាភិបាលកំពុងតែធ្វើទេអាហ្នឹងត្រូវចងចាំគ្រប់គ្នាបើយើងធ្វើដោយអ្វីដែលរដ្ឋាភិបាលកំពុងតែធ្វើហើយមិនលើកទឹកចិត្តឲ្យរដ្ឋាភិបាលដូរយុទ្ធសាស្ត្រធ្វើដើម្បីប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិទេគឺយើងកំពុងលុះក្រោមឥទ្ធិពលក្នុងការប្រឡប់ព្រឹត្តិការណ៍ហើយគឺបោកប្រាស់យើងឲ្យជឿថាស្មារតីនេះគឺជាការដាស់ឲ្យយើងអាណិតអាសូររដ្ឋាភិបាលណាស់ព្រោះយើងជាជនរងគ្រោះណែរដ្ឋាភិបាលធ្វើខ្លួនថាសប្តាហ៍ថ្ងៃហ្នឹងយើងជាជនរងគ្រោះដោយការឈ្លានពានរបស់ថៃជាការពិតមែនហើយខ្ញុំអត់មានទុកថៃមួយម៉ាត់ណាទេគឺត្រូវកោតទោសថៃឲ្យថៃទទួលខុសត្រូវចំពោះអំពើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជាស្លាប់ទាហានខ្មែររាប់សិបនាក់ស្លាប់ប្រជាពលរដ្ឋស៊ីវិលធ្វើឲ្យប្រជាពលរដ្ឋខ្មែរលហេមលហាមរត់ប្រះអាយុតាក់តងនឹងការដែលជលៀសប្រជាពលរដ្ឋជនភៀសសឹក6សែនអ្នកជាងលក្ខណៈឥឡូវបាត់ដីបាត់ធ្លីខ្លោចផ្សារបាត់ចំណូលបាត់អីព្រំដែនបាត់ប្រជាពលរដ្ឋឆ្លោះគ្នាពាក់ឯការទំនិញគ្នាទៅវិញទៅមកធ្វើឲ្យជាតិសាសន៍នេះគឺជាសត្រូវនឹងគ្នានេះគឺជារឿងមួយដ៏គ្រោះថ្នាក់បំផុតគួរតែកោតទោសដាច់ខាតអត់មានត្រូវចាំភ្លេចទេគឺត្រូវតែកោតទោសថៃក៏ប៉ុន្តែក្នុងពេលជាមួយគ្នានឹងក៏យើងកុំភ្លេចថាតើអ្នកណាដែលជាអ្នកនាំអាចលេងភ្លើងចង្កូសពីដើមឡើយអ្នកណាដែលនាំគ្នាលេងភ្លើងចង្កូសនៅផ្ទះស្បូវរហូតដល់ឆេះផ្ទះតិចទីអស់នេះគឺយើងត្រូវមើលអានឹងហើយបើសិនជាជ្រុលជាមើលអញ្ចឹងហើយគឺបើយើងមិនយកទោសអូសដំណើររដ្ឋាភិបាលក៏ហីចោះម៉ែឪយើងក៏ហីចោះអហោសិកម្មឲ្យគាត់ប៉ុន្តែត្រូវដាស់ស្មារតីយើងគ្រប់គ្នាថាត្រូវដូររបៀបធ្វើការហើយអត់ធ្វើដដែលទេឈឺចាប់ហើយប៉ុន្តែត្រូវតាំងចិត្តដឹងគេដើម្បីទាអារបស់ដែលខូចខាតតាមផ្លូវច្បាប់អន្តរជាតិហើយត្រូវតាំងអាស្មារតីនេះពិធីដាស់ស្មារតីជាតិនេះឲ្យដាស់ស្មារតីខ្មែរគ្រប់គ្នាថារដ្ឋាភិបាលអត់ទាន់ធ្វើគ្រប់គ្រាន់ទេហើយកុំប្រឡប់ត្រូវតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិប្រឡប់នេះគឺដើម្បីឲ្យប្រជាពលរដ្ឋឈឺចាប់យំស្អប់ថៃត្រូវហើយឲ្យស្អប់ចោះកុំស្អប់ជនជាតិគេស្អប់មេដឹកនាំយោធាស្អប់មេដឹកនាំនយោបាយដែលបំផ្លាញដែលធ្វើឲ្យបាច់បាក់សាមគ្គីជាតិរវាងប្រទេសទាំងសងខាងអីចឹងស្អប់ហើយស្អប់អ្នកនយោបាយខ្មែរផងកុំឲ្យតែនាំគ្នាស្អប់តែមួយខាងព្រោះយើងវាមិនដែលផ្ទះដៃមួយខាងលឺទេរំតាំងហ្គោគឺអត់មានរំម្នាក់ឯងរំកើតទេខ្ញុំមិនបន្ទោសកម្ពុជាទេប៉ុន្តែខ្ញុំបន្ទោសរបៀបដឹកនាំដែលធ្វើឲ្យយើងបាច់បាក់គ្នាយើងខ្សោយដល់ទៅពេលគេឈ្លានពានយើងទប់គេអត់បានហើយយើងចាញ់ច្រាបគេយើងចរចាគេយើងសុកចិត្តសញ្ញេឲ្យគេនៅកន្លែងណាកន្លែងហ្នឹងគឺយើងបាត់អធិបតេយ្យយើងបាត់ភាពថ្លៃថ្នូរយើងបាត់កិត្យានុភាពជាតិយើងបាត់ជំហរម្ចាស់ការរបស់ជាតិយើងបាត់រឿងគ្រប់យ៉ាងហើយសំខាន់បំផុតគឺអាបាត់អស់ហ្នឹងវារឿងមួយប៉ុន្តែរឿងខ្មែរយើងបាច់បាក់យើងអត់បានផ្សព្វផ្សាយតែកន្លែងណាទៅដាស់ស្មារតីជាតិឲ្យផ្សះផ្សានៅពេលដែលដោះលែងលោកកឹមសុខាឲ្យចេញពីពន្ធនាគារសំទោសជាប់គុកនៅក្នុងផ្ទះគ្រាន់តែផ្ដល់សិទ្ធិនយោបាយឲ្យគាត់ធ្វើនយោបាយពេញលេញជាប្រជាពលរដ្ឋសាមញ្ញដែលមានសិទ្ធិបោះឆ្នោតមានសិទ្ធិចូលឈ្មោះបោះឆ្នោតមានសិទ្ធិចូលរួមក្នុងជីវភាពនយោបាយក្នុងនាមជាខ្មែរយើងធ្វើអត់បានផងហ្នឹងតើយើងមានស្អីដែលយើងថាផ្សះផ្សាជាតិកើតនោះចោះអ្នកទោសនយោបាយប្រមាណអ្នកដែលនៅក្នុងជាប់ពន្ធនាគារដែល104អ្នកហើយយើងអត់ដែលបានអនុគ្រោះថ្ងៃនេះមានលោកកកុម្ភាដែលជាអតីតប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញរបស់គណៈបកសង្គ្រោះជាតិចេញពីពន្ធនាគារក្រោយជាប់គ្រប់6ឆ្នាំគ្មានផុតមួយនាទីណាទេគឺ6ឆ្នាំជាប់គុកអត់មានបានផុតចង់និយាយថាអត់មានលើកលែងសំបីតែ1នាទីទេនឹងខ្មែរគ្នាឯងហើយកំហុសគាត់ខុសអីគេស្វាគមន៍ដំណើរមាតុភូមិនិវត្តរបស់លោកសំរងស៊ីដែលចង់វិលចូលទៅស្រុកខ្មែរវិញស្វាគមន៍មេដឹកនាំរបស់គាត់ដំណើរមាតុភូមិនិវត្តកាលពីខែវិច្ឆិកាឆ្នាំ2019ក្នុងការចូលទៅស្រុកខ្មែរវិញដែលតាមពិតលោកហ៊ុនសែននឹងប្រកាសប្រាប់ថាចូលមកក៏បានដែរចូលតាមច្រកណាក៏បានដែរគឺស្វាគមន៍គឺមិនខ្លាចទេចូលមកព្រៃសររងចាំទទួលក៏ប៉ុន្តែនៅពេលដែលលោកសំរងស៊ីប្រកាសថាចូលមកទៅបិទជើងយន្តហោះទាំងអស់មិនឲ្យចូលស្រុកខ្មែរហើយទៅអ្នកដែលហែហោមលោកសំរងស៊ីស្វាគមន៍ឲ្យចូលមកចាប់គេដាក់គុកទៀតហើយដាក់គុកធ្វើដូចទោសក្បត់ជាតិអី10 20ចំនួនអញ្ចឹងអត់មានបាត់មួយថ្ងៃសោះហើយរហូតតតែ6ឆ្នាំទៅចេញថ្ងៃនេះទៅថ្ងៃជប់ថ្ងៃ29ខែមេសាឧសភានេះគឺគ្រប់6ឆ្នាំលោកកកុម្ភាជាប់គុកជាមួយនឹងសកម្មជនគណៈបកសង្គ្រោះជាតិជាច្រើនទៀត6ឆ្នាំដោយសារតែគ្រាន់តែស្វាគមន៍លោកសំរងស៊ីវិលចូលមកកម្ពុជាវិញដែលលោកហ៊ុនសែនខ្លួនលោកក៏បានប្រាប់ថាចូលមកចាប់ដាក់ព្រៃសរចាប់មកឲ្យលោកសំរងស៊ីចូលមកចាប់គាត់ដាក់ព្រៃសរហេតុអីបានទៅចាប់យកកំភ្លើងយកអាវុធអីយកទៅដាក់ព្រំដែនបើលោកសំរងស៊ីនិយាយពីសុទ្ធតែត្រៀមបេអីដើម្បីការពារកុំឲ្យចូលដីខ្មែរបានដែលជាខ្មែរសោះយើងនាំគ្នាបំបែកយើងនាំគ្នាធ្វើមិនកំតិចគ្នាហើយទៅចាប់គ្នាអ្នកគ្រប់គ្រងដាក់គុកអស់នេះឬស្មារតីផ្សះផ្សាជាតិនេះឬស្មារតីសាមគ្គីជាតិនេះឬស្មារតីខ្មែរតែមួយអាហ្នឹងឯងខ្ញុំចង់និយាយថាផ្ទះយើងនាំគ្នាលេងចង្កុះយូរហើយដល់ពេលហើយយើងមកប្រាប់ថាដាស់ស្មារតីយើងថាយើងអាចធ្វើបានបើយើងធ្វើបានសាមគ្គីខ្មែរគឺយើងធ្វើបានដោយដោះលែងលោកកឹមសុខាឲ្យគាត់មានសិទ្ធិធ្វើនយោបាយវិញអាហ្នឹងជាចំណុចចាប់ផ្ដើមដ៏ធំប៉ុន្តែជាការគួរឲ្យខកចិត្តមែនតើដោះលែងលោកកឹមសុខាឲ្យនៅក្រៅគុកហើយអត់ឲ្យធ្វើអីទាំងអស់
ឲ្យលោកពាក់ស្បង់ចៃវរអត់ឲ្យសូត្រធម៌អត់ឲ្យបិណ្ឌបាតអត់ឲ្យចយន្តោអត់ឲ្យរៀនធម៌អាបាលីឬក៏ទេសនាអីទាំងអស់គ្រាន់តែពាក់ស្បង់ចៃវរឲ្យនៅលំអវត្តចឹងទៅតើវាដូចជាការសម្លាប់មនុស្សគ្រប់បែបយ៉ាងនេះគឺសិទ្ធិសេរីភាពអាហ្នឹងឬដែលជាការដែលផ្សះផ្សាជាតិឥឡូវសកម្មជននៅសល់ប្រហែលអ្នក154អ្នកទៀតអត់ឃើញចាញ់មកទេអញ្ចឹងហើយបានជាអង្គការសហជីវជាតិសំទោសអង្គការលើកលែងទោសអន្តរជាតិឬក៏អង្គការសង្គមស៊ីវិលអីគេនាំគ្នាកោតទោសថ្ងៃនេះបណ្ដុំអង្គការ3ទៀតបងប្អូនជាអង្គការអន្តរជាតិគេទាមទារឲ្យយើងដោះលែងអ្នកទោសមនសិការឲ្យអស់តើយើងមើលឃើញកំពុងតែយករឿងលោកកម្មសុខាហ្នឹងយើងថាបានបងបានអីគេសាទរដូចប្រយ័ត្នប្រយែងអីក៏ដោយហ្នឹងគឺគេថាវិជ្ជមានអីខ្លះប៉ុន្តែនៅតែហាមឃាត់សិទ្ធិនយោបាយលោកកម្មសុខាយើងផ្សះផ្សាគ្នាយ៉ាងម៉េចខ្ញុំកំពុងតែស្ងប់ឆ្ងល់ហើយឥឡូវអ្នកទោសនយោបាយទាំងអស់នៅជាប់គុកទាំងអស់កញ្ញាសេងធីរីចលនាមេដាធម្មជាតិទាំង5នាក់សុនស្រនសុភាគឺខាងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគ្នានៅជាប់គុកគ្មានលំហែឥឡូវថ្ងៃនេះគឺអង្គការ3រួមគ្នាគឺអង្គការ Civicus នេះគឺជាអង្គការសិទ្ធិមនុស្សអន្តរជាតិមួយនឹង Forum Asia វេទិកាអាស៊ីនិងអង្គការ Frontline Defenders គឺអង្គការការពារសិទ្ធិមនុស្សFrontline Defenders នឹងរួមគ្នាចេញសេចក្តីថ្លែងការណ៍ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនវៀតណាមធម្មជាតិទាំង5នាក់គឺមានភួនកែវរស្មីលីចន្ទរាវុធឡុងកុនធាយឹមលៀងហ៊ីហើយនឹងថនរដ្ឋាហើយឥឡូវមកមាត់ជាតិយើងយ៉ាងម៉េចនៅពេលអង្គការអន្តរជាតិអញ្ចឹងគេស្រែកពេញពិភពលោកឥឡូវយើងថាដោះលែងលោកកម្មសុខាថាដូចជាមានចង់អួតប្រាប់អន្តរជាតិថាយើងផ្សះផ្សាចុះអ្នកទាំង5នាក់នេះគាត់ខុសអីកំហុសឆ្គងរបស់គាត់គឺស្រឡាញ់បរិស្ថានការពារបរិស្ថានហើយរដ្ឋាភិបាលចាប់គាត់ដាក់គុកព្រោះអីការពារបរិស្ថាននឹងមិនបានយ៉ាងហោចណាស់ក៏ក្តិចបិទសម្លេងទៅព្រោះយើងដោះស្រាយបញ្ហាមិនបានកុំឲ្យស្រែកលឺពេកខ្លាចតែលោបំផ្លាញទៀតអត់បានច្រើនហើយអញ្ចឹងក្បត់ជាតិដែរអ្នកដែលក្បត់ជាតិក្បត់ប្រទេសយើងគឺអ្នកនៅគ្រប់គ្រងប្រទេសអ្នកដែលឲ្យបរិស្ថានអីនឹងរលាយខ្សលអីមាសរ៉ែធនធានធម្មជាតិអីបឹងតមុកអីដែលលុបមកហ្នឹងហើយយកទៅចែកដីគ្នាតាមក្រុមគ្រួសារបពពួកហ្នឹងគឺគ្នាស្រែកហ្នឹងដើម្បីអីទុកអាទ្របហ្នឹងសម្រាប់កូនចៅជំនាន់ក្រោយហើយតែយើងដល់ចង់បំផ្លាញអាហ្នឹងឲ្យអស់ចែកគ្នាកូនចៅខ្លួនឯងជំនាន់នេះឲ្យអស់ធ្វើឲ្យគ្នាខ្លាយទៅជាជនក្បត់ជាតិជនសំគំនិតក្បត់ឬក៏ញុះញង់ឲ្យមានអំពើហិង្សាអីណាសម្ដាប់ធ្នាប់សង្គមរឿងជាតិអញ្ចឹងហើយអញ្ចឹងដាក់គ្នាយូរឆ្នាំទៅទៀតអត់ដោះលែងឥឡូវដល់ពេលគេលើកឡើងអញ្ចឹងតើមុខមាត់ជាតិនៅណាអញ្ចឹងអស់លោកមើលកន្លែងហ្នឹងបើសិនជាមានបំណងស្នេហាជាតិឬក៏ចង់ផ្សះផ្សាជាតិឲ្យដាស់ស្មារតីជាតិមែនណាសូមឲ្យដាស់ខ្លួនឯងកុំដាស់ប្រជាពលរដ្ឋអីដាស់ខ្លួនឯងវិញខ្ញុំជឿថាប្រជាពលរដ្ឋលោកដឹងហើយលោកភ្ញាក់រលឹកគ្រប់តែគ្នាហ្នឹងក៏គ្នាមិនហ៊ាននិយាយគ្នាមិនហ៊ានថាព្រោះងើបមួយវាយមួយមិនដាស់ទេទៅសួរប្រជាពលរដ្ឋគ្រប់ផ្ទះទៅនរណាក៏គេដឹងថាយើងធ្វើមិនត្រូវដែរគាត់ថាគ្នាអត់ហ៊ាននិយាយព្រោះនិយាយទៅចាប់គេដាក់គុកអញ្ចឹងទៅដាស់ស្មារតីប្រជាពលរដ្ឋនិស្សិតបញ្ញវន្តហ្នឹងធ្វើអីគេដឹងអស់ហើយថាយើងធ្វើអត់ត្រូវទេសំខាន់គឺដាស់ស្មារតីរបស់ថ្នាក់ដឹកនាំនេះឲ្យឈប់អាស្មិមានះឈប់បំផ្លាញខ្មែរគ្នាឯងឈប់វាយមួយងើបមួយឈប់បំផ្លាញគណៈបកនេះឈប់បំផ្លាញគណៈបកនោះហើយដាស់ស្មារតីយើងឲ្យស្ដារសិទ្ធិមនុស្សឡើងវិញរៀបចំការបោះឆ្នោតឲ្យសេរីត្រឹមត្រូវនិងយុត្តិធម៌ប្រព័ន្ធតុលាការឲ្យឯករាជ្យប្រព័ន្ធផ្សព្វផ្សាយឲ្យឯករាជ្យអង្គការសង្គមស៊ីវិលមានសិទ្ធិសេរីភាពគ្រប់គ្រាន់ប្រជាពលរដ្ឋអាចបញ្ចេញមតិដោយមិនចាប់អ្នកនេះដាក់គុកគ្រប់តែរឿងអញ្ចឹងទៅលាក់នឹងលាក់ស្ដារប្រព័ន្ធពុករលួយស្អីលាក់នឹងលាក់ហ្នឹងទៅយើងទាំងអស់នេះយើងគួរដាស់ស្មារតីខ្លួនឯងកុំដាស់ស្មារតីប្រជាពលរដ្ឋអីព្រោះប្រជាពលរដ្ឋគ្នាចាំតែតាមយើងតាតែយើងវាអត់ធ្វើកូននៅសាពះម៉ែឪថាម៉ែឲ្យកុំលេងចង្កុះអីម៉ែឪថាអត់ទេលេងនាំគ្នាលេងទៅហើយកូនដឹងច្បាស់ណាស់ថាលេងចង្កុះឆេះឲ្យផ្ទះហ្នឹងម៉ែព្រោះអីអាកូនទាំងអស់គ្នាហ្នឹងតែបាញ់ចុះបាញ់ឡើងឪម៉ែថាអត់អីទៅឪលេងដែរម៉ែលេងដែរលេងឲ្យសុបាយទាំងអស់គ្នាតែអញ្ចឹងកូនហ្នឹងអត់ដឹងមែនដឹងម៉ែឪហ្នឹងក៏ដឹងដែរប៉ុន្តែយកអាវិធីលេងចង្កុះនៅក្នុងផ្ទះហ្នឹងឲ្យឆេះហើយឥឡូវមកដាស់សតិប្រាប់កូនវិញថាកូនទាំងអស់គ្នាកុំលេងចង្កុះអីវានាំឆេះផ្ទះតែផ្ទះឆេះអស់លេងហ្នឹងដូច្នេះយើងត្រូវដាស់ខ្លួនឯងទេជាថ្នាក់ដឹកនាំមួយថ្ងៃត្រូវទំទិញខ្លួនឯងថាតើយើងបានធ្វើអីកែប្រែកែតម្រង់អីអញ្ចឹងទៅហើយបើកែឲ្យស្មោះត្រង់កុំកែរបៀបពុតត្បិតដោយរឿងករណីលោកកម្មសុខានឹងពុតត្បិតសុតសាតដោះលែងគាត់ឲ្យចេញមកនៅក្រៅឃុំហើយស្មានតែឲ្យប្រជាពលរដ្ឋនឹងត្រេកអរគឺជាចេតនានយោបាយបំផ្លាញគណៈបកនេះទៀតធ្វើឲ្យក្រុមលោកកម្មសុខានិងក្រុមលោកសំរងស៊ីនឹងមើលមុខគ្នាមិនត្រង់ឡើយឆ្លោះគ្នាផ្អើលភូមិទៀតវាដូចជាបំបែកឲ្យខ្ទេចខ្ទីព្រោះវាអត់គេហៅថាវាអត់ជ្រះថ្លាតាមសទ្ធាដែលយើងធ្វើហ្នឹងគឺធ្វើហុចអំបោះសំណោះដៃដូចឲ្យទៅហ្នឹងគឺដូចរៀងចង់យកមកវិញអីចឹងទៅដូចថាអត់មានបើធ្វើបន់វិញយើងអត់បានបន់ទេកពុបបន់អស់ហើយធ្វើបន់បែបហ្នឹងគឺយើងដូចថាវាអត់សទ្ធាជ្រះថ្លានៅក្នុងចិត្តតែយើងធ្វើឲ្យជ្រះថ្លាម្ដងដោះលែងអស់ទៅអ្នកទោសមនសិការកញ្ញាសេងតារីថនរដ្ឋាឬក៏ស្អី5អ្នកនេះសិលងកន្ធាយឹមលៀងហ៊ីភួនកែវរស្មីនិងលីចន្ទរាវុធនិងស្រុននឹងអីនឹងដោះលែងគ្នាអស់មកកុំទុកហើយមិនចាំបាច់តម្រូវឲ្យគេសុំទោសទេគេមិនសុំទោសទេដោយលោកកកកំភីអីនេះបើសុំទោសមែនបាននៅក្រៅឃុំហើយមិនមែនតែជាប់គុក6ឆ្នាំទេប្រពន្ធគាត់អ្នកស្រីចន្ទថានោះគឺធ្វើបាតកម្មពេញហើយដោយទាំងកូនគាត់ណាកសវណ្ណឆៃអីណាហ្នឹងក្មេងអត់គ្រប់អាយុហ្នឹងត្រូវគេចាប់ដាក់គុកដាក់អីដោះលែងមកគ្នាកើតជំងឺ autism អីផងអូយខ្លោចផ្សាណាស់មើលទៅហ្នឹងខ្មែរគ្នាឯងហ្នឹង
ហើយតែយើងដាស់ស្មារតីយ៉ាងម៉េចបើយើងធ្វើឲ្យរាជខ្លោចផ្សាយ៉ាងនេះតែឥឡូវអត់អីទេបើដាស់ក៏ដាស់ទៅតែខ្ញុំសូមលើកទឹកចិត្តទី1ដាស់ស្មារតីខ្មែរគ្នាឯងដែលជាថ្នាក់ដឹកនាំទី2ដាស់ស្មារតីខ្មែរគ្នាឯងជាថ្នាក់ដឹកនាំហ្នឹងឲ្យសម្រួចចិត្តប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រមព្រៀងអន្តរជាតិព្រោះអីថៃគេលុបចោលផែនទីខ្នាតលើ1-200,000បានលុបចោលឯងគេទាត់ចោលហ្មងគេលែងយកអញ្ចឹងយើងអស់ហាក់ប្លង់រឿងហ្នឹងទៀតអញ្ចឹងកុំអោបជើងថៃប្តឹងទៅបាទឥឡូវនេះគឺព័ត៌មានបន្ទាប់ដែលខ្ញុំនឹងជម្រាបជូនបងប្អូនតាក់ទងនឹងរឿងទី2នេះខ្ញុំនិយាយពីមេ25ជានរណាថ្ងៃនេះលើព័ត៌មានថ្មីមួយទៀតធ្លាក់មកក្តុកចេញមេ25ដែលអ្នកស្រីលោកស្រីជាចនាសំទោសជាចនាសំទោសលោកជាចនាខ្ញុំច្រឡំឈ្មោះតកូលហើយព្រោះដោយសារតែពេញចិត្តលោកជាចនាដែលជាសកម្មជនគណៈបកប្រឆាំងដែលស្មោះត្រង់ជួយជាតិនេះប៉ុន្តែគេចាប់ដាក់គុកឲ្យចុងក្រោយមកចេញលិខិតសំទោសឥឡូវបានរួចខ្លួនទៅនៅក្រៅឃុំអីមកស្ដាយជីវភាពនយោបាយគាត់មែនតើលេងចនាគឺអតីតអង្គញាលេងចនាគឺលោកស្រីលេងចនានេះគឺជាប់ចោតពីបទឆោបោកឬក៏អីតាក់ទងនឹងគម្រោងអភិវឌ្ឍដីធ្លីដីខ្យល់អីហ្នឹងច្រើនណាឥឡូវនេះនៅពេលដែលចុងក្រោយគឺខាងអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថាលោកស្រីលេងចនានិងបកពួកហ្នឹងបានព្រមទទួលស្គាល់ថាបានលុយ100 លានដុល្លារគឺ96លានដុល្លារពីមនុស្សម្នាក់ដែលជាមេខ្លោងធំឈ្មោះថាមេ25ដើម្បីយកលុយ100 លានលានដុល្លារហ្នឹងយកមកធ្វើគម្រោងអភិវឌ្ឍដីធ្លីដីខ្យល់ដីអីចុងក្រោយបោកប្រាស់ប្រជាពលរដ្ឋក្តៅកាហាយពេញទឹកពេញដីអីចឹងទៅហើយរឿងនេះគឺអង្គភាពប្រឆាំងអំពើពុករលួយកសាងសំណុំរឿងហ្នឹងចពាក់ចពិនដូចសឡកពឹសចឹងដោយសារតែនៅក្នុងនោះគឺមានឈ្មោះលេងចនាហ្នឹងហើយមានបកពួកដូចលោកច័ន្ទខិនផុនសមៀនសុទ្ធតែទទួលស្គាល់ថាបានប្រាក់ចន្លោះពី93ទៅ98លានដុល្លារពីមេឈ្មោះ25គឺមេ25យកប្រាក់ទាំងនោះទិញដីវិនិយោគផ្ដល់ការប្រាក់ឲ្យមេ25ហ្នឹងដើម្បីវិនិយោគទៀតអានេះតាមសេចក្តីរាយការណ៍របស់ក្រុមប្រឹក្សាជាតិប្រយុទ្ធឆាំងអំពើពុករលួយដែលផ្សាយនៅថ្ងៃទី28ខែឧសភាឆ្នាំ2026ហ្នឹងអ្នកនាំពាក្យរបស់ក្រសួងប្រយុទ្ធឆាំងអំពើពុករលួយលោកសយច័ន្ទវិចិត្រគាត់បានជម្រាបសារព័ត៌មានក្នុងស្រុកហ្នឹងថាគេមិនអាចប្រាប់បានទេមេ25ហ្នឹងជាអ្នកណាទុកឲ្យឆ្ងល់សំទោសខ្ញុំថៃមេលោកថាគេកំពុងស៊ើបគេមិនអាចប្រាប់ចឹងយើងចាំអ៊ុតមើលទៅបងប្អូនតើមេ25ហ្នឹងជាអ្នកណាបន្តិចទៀតចត់ចិនទៅស្រួលទៅរត់ចិនណាមួយដាក់ទៅឲ្យត្រូវហ្នឹងដកសញ្ជាតិបញ្ជូនទៅស្រុកចិនបាត់ទៀតខ្មែរយើងរួចខ្លួនទៀតវាមិនអាចទៅជាអង្គញាលីយ៉ុងផាត់កុកអានឬក៏លោកហ៊ុនតូឬក៏មនុស្សនៅក្នុងបញ្ជីហ្នឹងទេមកទៅអាចនឹងអ្នកណាមួយដែលយើងអាចដែរស្គាល់ទៀតតែយ៉ាងណាបងប្អូនយើងតាមដានតទៅទៀតយ៉ាងណាក៏កោតសរសើរខាងអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយដែរដែលសស្រាក់សស្រាំនៅក្នុងការចាប់មន្ត្រីទាំងអស់នេះបានដែរហើយសង្ឃឹមថាអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយនេះនឹងធ្វើកិច្ចការងារដោយមិនរងក្រោបឥទ្ធិពលនយោបាយណាទេសូមឲ្យមេខ្លោងនៃអំពើឆោបបោកទាំងឡាយណាហ្នឹងគឺចេញមកគឺមិនចំពោះថាធំប៉ុណ្ណាទេប៉ុន្តែជាទូទៅនៅស្រុកខ្មែរឲ្យតែធំហ្នឹងច្រើនតែមិនបានជាប់គុកជាប់ច្បាប់ទេជាប់តែអាមីអថោហ្នឹងឯងតែខ្ញុំជឿថាសង្ឃឹមថាអាចនឹងបានអ្នកនេះចឹងទៅអ្នកដែលធំខ្លះជាប់ទៅឲ្យប្រជាពលរដ្ឋបានទទួលត្រីឆ្ដោត្រីអីផ្អែមមាត់ខ្លះទៅលោកឲ្យហូបទឹកកាភ្លៀងឲ្យកញ្ចោះកូនក្អុកហ្នឹងវាដូចថាវាតលន់ដដែលសូមឲ្យមានត្រីទៅជាផ្ទុកត្រីរស់អីខ្លះទៅបាទតែអាត្រីរក់ទឹកត្រីរក់ទូកត្រីរស់ហ្នឹងច្រើនតែរត់រួចរហូតនៅសល់តែកូនបាតកូនអាមីអថោហ្នឹងឯងតាមទម្លាប់បាទឥឡូវនេះគឺព័ត៌មានជាតិនេះគឺខ្ញុំបានជម្រាបជូនបងប្អូនច្រើនគួរសមហើយខ្ញុំចូលទៅដល់តកតងនឹងព័ត៌មានអន្តរជាតិព្រោះទៅសល់ពេលវេលាខ្លីដែរព័ត៌មានអន្តរជាតិនេះគឺផ្ដើមចេញពីតកតងនឹងរឿងថៃនិងវៀតណាមដែលគេពង្រឹងបដិញ្ញាពង្រឹងពាណិជ្ជកម្មរបស់ខ្លួនឲ្យកើនឡើងដល់25,000លានដុល្លារបងប្អូនពេលដែលលោកតូលឹមទៅជួបរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវរៈគុលភ្លាមគឺគេពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីគេពីកម្រិតធម្មតាទៅដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគឺដូចយើងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិនដែរអញ្ចឹងវៀតណាមនេះហើយនឹងថៃនេះគឺឌឺដាក់ខ្មែរយើងហ្មងឥឡូវយើងបិទទៅព្រំដែនហ្នឹងបិទឲ្យចិត្តឈឹងទៅលទ្ធផលគឺពីរអ្នកនេះគេពួតដៃគ្នាពង្រឹងអាកិច្ចប្រតិបត្តិការពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយគឺគ្រប់វិធាហេដ្ឋារចនាសម្ព័ន្ធកសិកម្មពាណិជ្ជកម្មបច្ចេកវិទ្យានិងធម្មពលអីឡាក់ទៅហើយបង្កើនទំហំពាណិជ្ជកម្មដល់25,000លានដុល្លារដល់តែពេលគេកើនខ្ពស់ដូច្នេះគេរួមគ្នាផលិតដើម្បីនាំលក់ទៅស្រុកក្រៅជុំគ្នាក្នុងសង្វាក់ផលិតកម្មរួមគ្នារោងចក្ររួមគ្នារវាងថៃនិងវៀតណាមទៅលើទីផ្សារពិភពលោកហើយយើងកំពុងតែនាំគ្នាពហិការទៅព្រោះដោយសារតែយើងបិទព្រំដែនអញ្ចឹងឃើញវៀតណាមហ៎បលេះដៃគេទៅរួមគ្នាជាមួយថៃអត់មានជួយឆ្កោតទោសថៃអីបន្តិចម៉ឺនឆ្នាំគេចំណេញពីខ្មែរឲ្យឡើងមកកណោមកដល់មកហ្នឹងគួរតែនាំគ្នាបិទទំនិញវៀតណាមហ្នឹងឲ្យចូលខ្មែរបណ្ដោយឲ្យគាត់ទៅរកស៊ីមួយថៃទៅដើម្បីឲ្យអាទីផ្សារខ្មែរយើងមូលនៅក្នុងស្រុកហ្នឹងហ្មងទៅតាមពិតគ្រាន់តែខ្មែរគ្រប់គ្រងតែផលិតផលខ្មែរក៏មិនដឹងយកទៅណាអស់ដែររាល់ថ្ងៃនេះខ្មែរយើងបើធ្វើឲ្យត្រូវអត់ចាំបាច់ទៅពឹងបរទេសសុកយៈណាមករកស៊ីមួយខ្មែរទេយួនចិនស្អីណាហ្នឹងមិនបាច់ទេទៅថៃហ្នឹងក៏មិនបាច់ដែរយកតែខ្មែរយើងអានិច្ចជនខ្មែរយើងនៅក្រៅប្រទេសជាង1លានអ្នកហ្នឹងសុទ្ធតែអ្នកមានបញ្ញវន្តសិស្សនិស្សិតអីទាំងអស់មានលុយដើម្បីយកទៅវិនិយោគស្រុកខ្មែរយើងទៅឋានសួគ៌ហើយប៉ុន្តែយើងធ្វើវាអត់ត្រូវធ្វើឲ្យខ្មែរយើងនៅក្រៅហ្នឹងវាបែកបាក់គ្នាពេកគ្រាន់តែលឺសូរខ្មែរចង់ខ្ពើម
ចង់ជួយប៉ុន្តែរបៀបដឹកនាំរដ្ឋហ្នឹងគាត់ខ្ពើមមកម្នាក់អីមានលុយអាណាទៅស្រុកខ្មែរលោកហើយទៅប្រកាច់យកអីទៅគឺឃើញតែគេកាប់ចាក់គ្នាឃើញគេហែកហួរគ្នាឃើញតែសម្លាប់គ្នាឃើញតែពុកលលួយឃើញអីចឹងគេខ្លាចទ្របគេបាត់បង់ប្រព័ន្ធសុខាភិបាលមិនដឹងនៅណាអប់រំក៏មិនដឹងនៅណាចឹងគ្នាអត់ហ៊ានទៅវាខ្លាចប្រព័ន្ធអញ្ចឹងហើយក្នុងពេលជាមួយគ្នាខ្មែរគ្នាឯងអ្នកដែលមានលុយវិចចង់ទៅរត់ចោលស្រុកវាអញ្ចឹងបងប្អូនយើងណាចឹងបានថានេះស្មារតីដាក់ស្មារតីនេះគឺដាក់អញ្ចឹងដាក់ប្រាប់មេដឹកនាំហ្នឹងថារៀបចំស្រុកទេសយើងឲ្យស្រួលបួលតែស្រួលបួលតែខ្មែរយើងត្រូវគ្នាគ្រប់គ្រងតែផលិតផលខ្មែរគ្នាឯងហ្នឹងក៏រស់ដែរហកនាំតែខ្មែរយើងពីក្រៅប្រទេសទៅវិញឲ្យចូលនាំគ្នាទៅស្រឡាញ់ជាតិអភិវឌ្ឍជាតិហ្នឹងក៏រស់អត់ចាំបាច់ពឹងបរទេសណាទេប៉ុន្តែយើងធ្វើឲ្យដៅកាហាយខ្មែរគ្នាឯងក្នុងស្រុកក៏នៅអត់បានរត់ចែកជើងគ្នាអ្នកមានហ្នឹងគឺបិទសាប៊ូរហតែអ្នកនេះការអ្នកនោះការដើម្បីបានមកនៅអាមេរិកអូស្ត្រាលីកាណាដាអីចឹងរហតែយកទ្រព្យហ្នឹងរត់ចោលស្រុកដែរហើយអ្នកនៅខាងក្រៅមានទ្រព្យអត់ហ៊ានទៅទេខ្លាចខូចអាទ្រព្យហ្នឹងហើយវប្បធម៌នយោបាយស្មោកគ្រោកហ្នឹងចូលទៅជួយគ្នាអត់បាននេះស្មារតីជាតិហ្នឹងត្រូវដោះខាត់អាហ្នឹងដើម្បីឲ្យយើងហ្នឹងស្រឡាញ់គ្នាយើងធ្វើអត់បាននៅតែអង្គុយធ្វើនយោបាយប្រជាពិធដាស់ស្មារតីតែអត់ព្រមធ្វើនៅតែក្រាញអំណាចតែក្រុមបកពួកគ្នាឯងហ្នឹងអញ្ចឹងអ្នកណាងើបមួយវាយមួយអ្នកណាចាប់គេដាក់គុកអស់គេពីក្រៅគេមើលមកគេព្រឺសវល់សំបីតែខ្មែរយើងនៅក្រៅប្រទេសបងប្អូនដើរសួរខ្ញុំនៅអាមេរិកនេះ10ឆ្នាំជាងហ៎មិនទាន់10ឆ្នាំទេ2014ដល់ឥឡូវ8 9ឆ្នាំហើយ12ឆ្នាំហើយបងប្អូនមិនលេងសើចទេច្រើនលឿនមែនតើសួរបងប្អូននៅក្រៅប្រទេសទៅ100នាក់យ៉ាងច្រើនមានមួយឯងចង់វិលទៅស្រុកខ្មែរទៅរកស៊ីនៅស្រុកខ្មែរហើយមួយហ្នឹងទាល់តែបលែមបន្លំចូលជាមួយគណៈបកប្រជាជនទៀតបើថានៅក្នុងគណៈបកប្រឆាំងអីហ្នឹងអត់ដែលចង់ទៅរកស៊ីនៅស្រុកខ្មែរទៅគេនឹងចូលគេមិនចោះឬក៏វាដូចទឹកនឹងប្រេងអញ្ចឹងអានេះហើយដែលធ្វើឲ្យយើងបាត់ប្រយោជន៍ខ្មែរសាមគ្គីខ្មែរអត់បានហើយពេលហ្នឹងគឺជាពេលដែលយើងត្រូវដូរអាល្បិតនៃការដឹកនាំប្រទេសឲ្យខ្មែរស្រឡាញ់គ្នាហើយឲ្យខ្មែរនឹងភ្ញាក់ស្មារតីមេដឹកនាំទាំងអស់ហ្នឹងឲ្យដឹងថាយើងបំផ្លាញជាតិនេះខ្ទេចទីអស់ហើយម៉ោងនេះអាហោសិកម្មទៅខ្មែរយើងឆាប់អាហោសិកម្មតាអនុគ្រោះសុំទោសទៅទទួលខុសត្រូវទៅថាខ្ញុំខុសហើយតោះឥឡូវយើងរួមគ្នាទាំងអស់តោះស្រឡាញ់ខ្មែរទៅគណៈបកនយោបាយណាយើងមករួមគ្នាទៅអ្នកណាធ្វើបានប្រមាណជួយគ្នាទៅដើម្បីយើងបោកអន្តរជាតិដែរបោកបានណាបងប្អូនអន្តរជាតិនេះស្រួលបោកណាបើសិនជាយើងធ្វើត្រូវគ្នាទៅណាលោកកឹមសុខាមានសិទ្ធិសេរីភាពពេញទំហឹងដើម្បីឈរឈ្មោះបោះឆ្នោតបានទៅកុំខាត់សិទ្ធិសេរីភាពនយោបាយគាត់ឲ្យបើកបកនយោបាយទៅលោកសំរងស៊ីអ្នកស្រីមូសុខួរសកម្មជនគណៈបកសង្គ្រោះជាតិដទៃទៀតដែលហាមខាត់សិទ្ធិនយោបាយឬយកទុកបុកម្នេញគេចូលមកអស់មកក្នុងស្រុកមកហើយអ្នកដែលជាប់គុកនឹងដោះលែងឲ្យអស់ខ្ញុំជឿថាបរិយាកាសនេះគឺនឹងប្រែពណ៌ប្រែមុខកម្ពុជា180ដឺក្រេមិនបាច់តាមធ្វើពិធីដាក់ស្មារតីខ្មោចយកនឹងស្អីទេគឺទៅឯងតែម្ដងគឺប្រជាពលរដ្ឋភ្ញាក់រលឹកខ្លួនឯងតែយើងអត់នៅតែប្រឡប់ចឹងចេះឲ្យប្រជាពលរដ្ឋឈឺចាប់នាំគ្នាទៅរៀនហាត់សមសម្ដែងធ្វើយំស្រក់ទឹកភ្នែកសរសេរខ្ញុំអាណិតណាបងប្អូនប្រជាពលរដ្ឋខំប្រឹងប៉ុន្តែយំហ្នឹងមែនតែនៅក្នុងទ្រូងហ្នឹងមិនមែនយំនឹងឈឺចាប់នឹងដោយការថៃឈ្លានពានហ្នឹងហ្មងនេះយំនឹងឈឺចាប់នឹងហេតុអីបានជាយើងអន់ដល់ថ្នាក់នេះមិនបានអញ្ចឹងខ្មែរយើងធ្លាប់តែខ្លាំងហេតុអីឲ្យគេជិះជាន់យើងបានគេធ្វើអីស្រេចចិត្តយើងតដៃគេអត់បានយើងអត់មានសពាវុធយើងអត់មានតបខ្លាំងយើងអត់មានអីយើងបាច់បាក់គ្នាយំចេះទេខ្ញុំជឿថាមិនមែនយំរឿងតែគេយករបស់យើងអាគេយករបស់យើងកុំបន្ទោសគេបងប្អូនគេខ្លាំងកុំបន្ទោសគេមកពីយើងខ្សោយតែប៉ុណ្្នឹងឯងហ្នឹងគឺជាពាក្យរបស់លោកហ៊ុនសែនតាគាត់ថាបើគណៈបកសង្គ្រោះជាតិនេះបែកបាក់រលាយកុំបន្ទោសថាមកពីគណៈបកប្រជាជនកម្ពុជាបំផ្លាញគឺមកពីគណៈបកខ្លួនឯងហ្នឹងគឺអត់រឿងមាំហ្នឹងលោកហ៊ុនសែនធ្លាប់និយាយចឹងដូចគ្នាអញ្ចឹងឥឡូវកម្ពុជាហ្នឹងវាធ្លាក់មកលើខ្លួនយើងហើយតែយើងចេះតែថាគេអញ្ចឹងយើងធ្វើបាបគេយើងរំលោភគេហើយយើងរករឿងគេថាស្លៀកខ្លីបន្ទោសគេមកពីស្លៀកខ្លីឥឡូវថៃពេលមានរឿងជាមួយថៃគឺធ្លាក់មកលើយើងតាជាកម្ពុជារបស់យើងតាអញ្ចឹងកុំបន្ទោសថៃថាថៃខ្លាំងត្រូវបន្ទោសថាខ្មែរយើងដឹកនាំប្រទេសឲ្យខ្សោយដែលធ្វើឲ្យយើងអាចទប់គេបានព្រោះបើយើងរឹងមាំអត់មានថៃណាមកឈ្លានពានបានទេបើមានតែ F16 តែ5គ្រឿងថៃរត់ចែកជើងគ្នាហើយទៅទម្លាក់ដល់បាងកកដូចតែគ្នាហ្នឹងតែយើងវាអត់ដូច្នេះកុំបន្ទោសថៃខ្លាំងយើងបន្ទោសថាយើងខ្សោយព្រោះថៃមានតែធ្វើអីមួយភូមិបានតែហ៊ានបានតែក្បែរព្រំដែនហ្នឹងតែហ៊ានខ្លាំងភូមិទម្លាក់គ្រាប់ដល់បាងកកដូចតែគ្នាហ្នឹងក្អកជាមួយភូមិក៏អត់បានអាហ្នឹងយើងសួរថាម៉េចភូមិខ្សោយថៃខ្លាំងអត់ថៃអត់ខ្លាំងទេគឺមកពីប្រទេសភូមិគេខ្លាំងរបស់គេការពារគេឆ្លោះគ្នាមកប៉ុន្តែគេមានសពាវុធយើងឆ្លោះគ្នាឆ្លោះអាលីងតែមកស្រាតសពុតអស់មកបោចសក់គ្នាយកមកតំហឹងដល់ពេលមានការអីគឺបំផ្លាញចោលខ្មែរយើងខ្សោយទាំងអស់ដោយសារអីគេថាឆ្លោះគ្នាក្នុងគ្រួសារដោយស្រាតកាយាបង្ហាញញាតឆ្លោះគ្នាក្នុងសង្គមជាតិដោយលាតកំណត់ទ្រព្យឲ្យចោលឥឡូវចោលចូលយកអស់លីងហើយដល់មកយំស្រែកស្ដាយរបស់ដែលចោលលួចតែអត់យំរហរឿងម៉ែឪដែលនាំគ្នាបរៀនលេងចគុះឲ្យគេលួចទ្រព្យអស់ហើយចឹងយកពពួកស្មារតីមនុស្សឲ្យនាំគ្នាស្អប់អាចោលលួចប៉ុន្តែបើយើងនាំគ្នាការពារកំផែងយើងរឹងមាំផ្ទះយើងមកគ្រួសារយើងជានាគ្នាមិនបាច់បាក់សាមគ្គីគ្នាគ្មានចោលណាមកលួចយើងបានទេខ្ញុំធានាថៃនេះខ្លាចតាហ៊ានខ្មែរបាក់ស្បាតនៅតាមព្រំដែនណាខ្មែរមានប្រវត្តិខ្លាំងណាស់តាហ៊ានខ្មែរក្រហមអីវិញនេះគឺគ្មានតែខ្លាចថៃណាទេថៃបាក់ស្បាតប៉ុន្តែដល់ពេលឥឡូវយើងបាច់បាក់គ្នាតាហ៊ានយើងក៏អត់មានការឧបត្ថម្ភគ្រប់គ្រាន់ចិត្តសាស្ត្រយើងទុនខ្សោយជាងគេវាយយើងបានគ្រប់រឿងចឹងដាស់ស្មារតីឡើងវិញបងប្អូនណាវិធីដាស់ស្មារតីនេះគឺដាស់ស្មារតីមេដឹកនាំកុំដាស់ស្មារតីប្រជាពលរដ្ឋអីប្រជាពលរដ្ឋស្មារតីរឹងមាំគាត់តែគ្នាមិនហ៊ាននិយាយតែប៉ុណ្្នឹងឯង
ចឹងបើយើងដាស់ស្មារតីជាតិឲ្យសាមគ្គីមែនតើដូចខ្ញុំនិយាយចឹងបើកទូលាយសិទ្ធិមនុស្សប្រជាធិបតេយ្យស្ដារឡើងវិញឲ្យវិទ្យុទូរទស្សន៍មានគ្រប់គណៈបកគ្រប់អីនយោបាយមិនដឹងថាខ្មែរយើងសម្បូរសបាយចម្រុងចម្រើនប៉ុណ្ណាខ្មែរនៅក្រៅប្រទេសក៏ត្រេកអរនឹងចូលទៅវិនិយោគអីលែងមានខ្មែរចង់រត់ចោលស្រុកវិចយកលុយមកជួយបំពកសេដ្ឋកិច្ចគេគឺយើងកម្មករពលករនៅថៃ2លានអ្នកនឹងវិលមករកស្រុកខ្មែរវិញលែងធ្វើចំណាក់ស្រុកអីទៅថៃអីឲ្យគេមើងងាយតើទាំងអស់នេះយើងអត់ដឹងអីចឹងតែយើងមិនធ្វើឥឡូវមកដាស់ស្មារតីឲ្យឈឺចាប់នឹងគោរួចតែអត់ឈឺចាប់អ្នកអត់ធ្វើរបងឲ្យគោរួចឥឡូវទៅឈឺចាប់នឹងក៏ឈឺចោះប៉ុន្តែឈឺចាប់នាំគ្នាដាស់ឲ្យមេដឹកនាំប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិផងបំភ្លេចទៅអាហោសកម្មទៅស្អីហ្នឹងបំភ្លេចចោលមួយរយៈទៅជូតទៅផ្នែកបន្តដំណើរទុកវាមកក្របសិនប៉ុន្តែត្រូវប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រមទាំងអន្តរជាតិសិនហើយសង្កត់ទៀតអាហ្នឹងមិនយើងគិតថាយើងធ្វើត្រូវប៉ុន្តែបើនៅតែដាស់នៅតែនាំគ្នាបរៀនឬក៏កែនគ្នាឲ្យទៅយំទួញសោកដើម្បីគ្រាន់តែជាការសម្ដែងហ្នឹងខ្ញុំជឿថាជាតិសាសន៍នេះនឹងរងការធ្វើនយោបាយប្រជាពិធបោកបង្វៀងព្រឹត្តិការណ៍នឹងរាប់ភ្លេចទៀតហើយជាតិខ្មែររកដំណោះស្រាយដោះស្រាយរឿងជាតិអត់ត្រូវទេត្រូវតែការពារអំណាចក្រុមគ្រួសារតកូលហ្នឹងគឺចេះតែធ្វើអញ្ចឹងរហូតទៅប្រឡេះថាអូយើងសាមគ្គីគ្នាសាមគ្គីមកពីណាខ្មែរលើសតែ2នាក់ឡើងទៅគឺឆ្លោះគ្នាដែរនៅណាក៏ចឹងដែរឲ្យតែលើសពី2នាក់ទៅគឺឆ្លោះគ្នាដោយសារតែគំនិតនយោបាយស្មោកគ្រោកនៅស្រុកខ្មែរនឹងដែលយើងបាច់បាក់គ្នាហ្នឹងគឺមនុស្សជនការគេស្រឡាញ់ជាតិដល់ពេលយើងលឺយើងការពារគណៈបកប្រជាជនកម្ពុជាឆ្លោះគ្នាតោងដោយសារតែគេទទួលយកមិនបាននោះថាបំផ្លាញប៉ុណ្ណឹងហើយយើងទៅកាន់ជើងអ្នកប្រព្រឹត្តអត់ព្រមកាន់ជើងជនរងគ្រោះឆ្លោះគ្នាតោងខ្មែរយើងឆ្លោះគ្នារឿងចឹងតាហើយទៅដល់ពេលជាតិសាសន៍បែកបាក់ប្រជាពលរដ្ឋខ្មែរដែលមានលុយមានទ្រព្យនៅខាងក្រៅអត់ហ៊ានទៅស្រុកខ្មែរអត់ហ៊ាននាំកូននាំចៅអីទៅលេងស្រុកខ្មែរទេអូយខ្លាចណាស់ខ្លាចឆោឆក់ចោលប្លន់គ្រឿងញៀនអំពើពីលៀបបាត់ផ្សារអាវ៉ាសាយខ្លាចគេចាប់ដាក់គុកអីដោយអត់មានរឿងព្រោះយើងគ្រប់គ្រងគណៈបកប្រឆាំងអីទិញទួយនៅស្រុកក្រៅតែហ៊ានទៅស្រុកខ្មែរខ្លាចក្នុងបញ្ជីខ្មៅគេឃើញបងប្អូនឃើញខាតទេបើយើងឲ្យត្រូវគ្នាទាំងអស់កុំងើបមួយវាយមួយកុំចាប់ប្រជាពលរដ្ឋខ្មែរទៅលេងស្រុកខ្មែរយកលុយមួយឆ្នាំរាប់ពាន់លានដុល្លារតែយើងអត់ធ្វើយើងគិតតែនាំគ្នាអង្គុយបក់ផ្សាយអត់រួចភ្លើងបាទឥឡូវខ្ញុំបញ្ចប់ព័ត៌មាននេះខ្ញុំជិះចាប់ឃើញថៃគេពង្រឹងពាណិជ្ជកម្មគេជាមួយវៀតណាមឡើងដល់25,000លានយើងកំពុងតែលានភ្នែកគេលានដុល្លារតើពេលណាដែលខ្មែរយើងភ្ញាក់រលឹកណាពិធីដាស់ស្មារតីនេះម្ដងទៀតបងប្អូនដាស់ស្មារតីមេដឹកនាំកុំដាស់ស្មារតីប្រជាពលរដ្ឋអីលោកមានស្មារតីរឹងមាំណាស់តែបាក់ស្បាត់នឹងអស់លោកធ្វើឲ្យគ្នាបាក់ស្បាតទេចឹងដាស់យើងឲ្យដូរចិត្តគំនិតរបៀបដឹកនាំរដ្ឋនឹងឲ្យវាប្រសើរជាងនឹងម្ដងទៀតបងប្អូនណាខ្ញុំនិយាយមកលានដងទៀតក៏ខ្ញុំអត់មានទៅរួយមាត់ដែរអត់មានខ្វល់រឿងគណៈបកណាកាន់អំណាចទេណាអស់លោកតកូលហ៊ុនតកូលអីហ្នឹងកាន់ទៀតចោះអត់មានខ្វល់ទេតកូលហ៊ុនតកូលសុកតកូលទាតកូលប៉ងតកូលរងតកូលកំតកូលសំតកូលទាតកូលសតកូលមៀកតកូលសឿនតកូលថាច់តកូលអីហ្នឹងកាន់ចោះតកូលមូតកូលស្អីហ្នឹងកាន់ទាំងអស់ទៅអត់អីទេកាន់ប្រទេសនេះចោះក៏ប៉ុន្តែអស់លោកត្រូវធ្វើឲ្យខ្មែរមានសាមគ្គីមែនតែនមានប្រជាធិបតេយ្យមែនតែនមានសេរីភាពមែនតែនហើយគោរពស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលគេចំណាយលុយអស់រាប់ពាន់លានដុល្លារដើម្បីឲ្យមានកុំបំផ្លាញវាអស់លោកធ្វើទៅខ្ញុំនឹងសាតត្រេកអរព្រោះអីខ្មែរយើងរួបរวมសាមគ្គីខ្ញុំចង់បានអីខ្ញុំរស់នៅស្រុកអាមេរិកខ្ញុំសោយសុខខ្ញុំរស់មួយកែរបស់ខ្ញុំយ៉ាងសប្បាយតែខ្ញុំមិនអាចនឹងលេបចូលទេបងប្អូននៅពេលដែលឃើញជាតិយើងវេទនាខ្ញុំលេបអត់ចូលទេចំពោះខ្ញុំឯងម៉ោងនេះខ្ញុំអត់មកត្រូវធ្វើ show អីទេបងប្អូនប្រាក់ខែខ្ញុំ7-8,000ដុល្លារមួយខែពីសាលាក្រុងឡុងបិចខ្ញុំចាយរស់មករស់ដល់អត់មានហេតុមកខ្ញុំអត់ល្ងុយម៉ោង4អីត្រូវងើបមួយថ្ងៃគេងបាន4ម៉ោងសុខភាពរបស់ខ្លួនពេលខ្លះដាបដោយសារតែរឿងគិតរឿងជាតិដោយសារខ្ញុំឈឺចាប់នឹងជាតិយើងអត់មានតែចង់ខ្លាយជានាយករដ្ឋមន្ត្រីឯកឧត្តមមុខងារណានេះបានហើយអត់មានទេហើយមិនត្រឹមតែប៉ុណ្ណឹងរងការជេរបន្តិចផ្ដាសាពីអាមីអាថោងកោសនិករបស់គណៈបព្វជិជនរាល់ថ្ងៃប៉ុន្តែចាំអស់លោកជេរស្ដីអំពើដែលស្នេហាជាតិស្រឡាញ់ជាតិរបស់ខ្ញុំចង់កែហើយអស់លោកចង់ក្រាញអំណាចដើម្បីឲ្យក្រុមគ្រួសារតកូលហ៊ុននៅកាន់អំណាចយូរសូម្បីតែជាតិនេះខ្លោចផ្សាអស់លោកនឹងចុះនរកដោយសារតែនឹងត្រូវបណ្ដាសាឲ្យព្រោះអីយើងកំពុងតែជំទាស់នឹងអំពើល្អអំពើបុណ្យដែលចង់ជួយជាតិតែអស់លោកដែលចង់បំផ្លាញជាតិបែរជាមកជេរអ្នកដែលខំប្រឹងជួយជាតិអស់លោកប្រយ័ត្នត្រូវបណ្ដាសាណាយើងត្រូវបណ្ដាសាគេច្រើនណាស់ដោយសារអំពើយើងដឹងហើយតាអញ្ចឹងត្រូវដូរអារបៀបដដែលហ្នឹងកុំឲ្យត្រូវបណ្ដាសាទៀតខ្ញុំនិយាយយកតែបុណ្យនេះហើយខ្ញុំនិយាយនេះអត់មានលៀបសការៈដើម្បីបុគ្គលមួយណារ៉េតអីសោះដូចខ្ញុំនិយាយអញ្ចឹងខ្ញុំអត់មានត្រូវការអីទាំងអស់ខ្ញុំរស់នៅយ៉ាងសុខសាន្តនៅលើទឹកដីសហរដ្ឋអាមេរិកប៉ុន្តែឈាមខ្ញុំខ្មែរខ្ញុំនៅតែស្រឡាញ់ជាតិខ្មែរខ្ញុំគ្មានពេលណាដល់រាបណាដង្ហើមខ្ញុំនៅដកគឺខ្ញុំនឹងនៅតែស្រឡាញ់ខ្មែរគ្មានលក្ខខណ្ឌដល់ទីបញ្ចប់ហើយមិនចំពោះថាបានលៀបសការៈអីទេគឺលៀបសការៈហ្នឹងគឺជារឿងបន្ទាប់បន្សំមិនមានអីនៅក្នុងដួងចិត្តមនសិការខ្ញុំទេចឹងបើអស់លោកជេមុងណារ៉េតគឺអស់លោកកំពុងតែជេរស្ដីអំពើប៉ុនដែលខ្ញុំខំធ្វើហើយប៉ុន្តែលោកខំកាងអាឆ្អឹងដែលគេបោះឲ្យហ្នឹងដើម្បីធ្វើឲ្យជាតិខ្មែររលាយខ្សលអញ្ចឹងអស់លោកត្រូវគិតនៅអាស្មារតីដែលត្រូវដាស់ហ្នឹងគឺដាស់អស់លោកដែលជាមនុស្សបាត់ផ្សារពៀលាអាវ៉ាសែដែលជេរបន្តិចផ្ដាសាគ្នាតាមបណ្ដាញសង្គមអសិលធម៌អគុណធម៌គួរដាស់ស្មារតីក្រុមអស់លោកទាំងអស់នោះកុំដាស់ស្មារតីប្រជាពលរដ្ឋទូទៅអីព្រោះអស់លោកបំផ្លាញតិចទីគ្នាបាក់ស្បាតគ្នាចាំតែឱកាសដើម្បីកសាងជាតិនេះរួមគ្នាតាអញ្ចឹងត្រូវបដូរអាហ្នឹងឡើងវិញហើយយើងខ្មាស់គេណាជាតិសាសន៍យើងមិនដល់ថ្នាក់អន់ដល់ថ្នាក់ហ្នឹងទេខ្មាស់យើងចេះខ្មាស់គេអញ្ចឹងផងបាទឥឡូវព័ត៌មានបញ្ចប់គឺតាក់ទងនឹងនៅស្រុកអាមេរិកនេះវិញគឺអាមេរិកនិងអ៊ីរ៉ង់គឺព្រមព្រៀងឈប់បាញ់គ្នាថែម60ថ្ងៃទៀតសេចក្តីព្រមព្រៀងដែលគេរៀបចំរួមគ្នានេះគឺជាសេចក្តីព្រៀងទេ
អត់ទាន់បានលោកត្រាំសញ្ញេនៅឡើយទេប៉ុន្តែក្នុងសេចក្តីព្រាងនឹងមានអនុសារណៈនៃការយោគយល់គ្នាមួយគឺបន្តអាប័ណ្ណជប់បាញ់នេះឲ្យបាន60ថ្ងៃទៀតចឹងអត់មានបាញ់គ្នាទេ60ថ្ងៃទៀតនេះនៅចូលមិនដឹងថ្ងៃណាទេគេកំពុងថាគៀកមែនតើហើយព្រោះលោកអនុប្រធានរដ្ឋសហរដ្ឋអាមេរិកលោក VJ Vance អីហ្នឹងគឺបាននិយាយថាគៀកមែនតើក៏ប៉ុន្តែអត់ទាន់ដឹងថាពេលណាទេហើយនឹងពេលមានអនុសារណៈនៃការយោគយល់គ្នាសម្រាប់ជប់បាញ់ពជា60ថ្ងៃទៀតនេះគឺមានទាំងការបកបើកច្រក Hormuz ដែលអត់មានលក្ខខណ្ឌហើយនឹងចរចាបន្តតាក់ទងរឿងអាវុធបរមាណុខ្ញុំថានេះគឺជាព័ត៌មានវិជ្ជមានគួរឲ្យសាទរប៉ុន្តែរឿងនៅអ៊ីរ៉ង់ហ្នឹងគឺក៏លេចលេចដែរមួយទៀតគឺតាក់ទងនឹងព័ត៌មានសម្ងាត់របស់អង់គ្លេសរកឃើញថាទាហានរបស់រុស្ស៊ីស្លាប់នៅអ៊ុយក្រែនកើនដល់ទៅ5សែននាក់ហើយគឺកន្លះលាននាក់ហើយជិតកន្លះលាននាក់ហើយនេះគឺជាព័ត៌មានគួរឲ្យឈឺចាប់សម្រាប់រុស្ស៊ីប៉ុន្តែសមហើយសមទទួលអំពើបាបកម្មរបស់ខ្លួនដែលឈ្លានពានទឹកដីគេហើយស្លាប់ចោលខ្មោចនៅលើទឹកដីគេយ៉ាងអាណ້ອຍអាធំហើយរឿងនេះគឺជារឿងអាម៉ាស់របស់លោកពូទីនដែរដែលចិញ្ចឹមមហិច្ឆតាឈ្លានពានទឹកដីគេយកមនុស្សយកទៅហ៊ានខ្លួនឯងកន្លះលានអ្នកគិតមើលយុវជនអាយុ30 35ឆ្នាំយកទៅស្លាប់រង្គាលឥឡូវអ្នកដែលក្រុមស៊ើបការសម្ងាត់របស់អង់គ្លេសហ្នឹងគេរកឃើញថាមានទាហានរុស្ស៊ីជិតដល់ទៅ5សែនអ្នកឯនោះដែលស្លាប់ពិតប្រាកដដែលជាតួលេខច្បាស់ចុងក្រោយឯរុស្ស៊ីអ៊ុយក្រែនមែនតើទៅមានប្រមាណជាតែ 50000 អ្នកជាងទេដូច្នេះអ៊ុយក្រែនស្លាប់តែ 10% នៃចំនួនទាហានរុស្ស៊ីដែលស្លាប់ទេណាចឹងបានន័យថាទាហានរុស្ស៊ីស្លាប់10ទាហានអ៊ុយក្រែនស្លាប់តែ1ទេប៉ុន្តែនៅតែច្រើនណាស់សម្រាប់អ៊ុយក្រែនគ្នាអត់ត្រូវស្លាប់សូម្បីតែម្នាក់ដែលមានជនឈ្លានពានដូច្នេះប៉ុន្តែរុស្ស៊ីគឺសមនឹងការទទួលអំពើបាបនេះប៉ុន្តែខ្ញុំអាសូរទាហានមែនតើគេយកទៅឲ្យស្លាប់យ៉ាងរង្គាលដោយសារតែសង្គ្រាមនៅអ៊ុយក្រែនហើយអ៊ុយក្រែនគេប្រើដ្រូនតែអត់មានការបត់ជប់បាញ់ទេណាអ៊ុយក្រែនអត់មានបត់ជប់បាញ់ជាមួយរុស្ស៊ីទេគឺបើរុស្ស៊ីអត់ដកគឺអត់មានចុះហត្ថលេខាអ្នកណានៅនឹងអត់ទេរុស្ស៊ីគេខ្លាំងដោយសារគេបានអឺរ៉ុបជួយគ្រាប់ជួយកភ្លើងអាមេរិកជួយកភ្លើងអាកសលខ្មែរយើងគឺអត់មានអ្នកណាជួយអីសោះចុងក្រោយគឺយើងចុះហត្ថលេខាអ្នកណានៅនឹងបាត់ដីខ្មែរអស់62កន្លែងបាទឥឡូវយើងចូលដល់ព័ត៌មានចុងក្រោយមួយទៀតគឺតាក់ទងនឹងរឿងអូយព័ត៌មានច្រើនណាស់ខ្ញុំនៅសល់មួយទៀតគឺคลิกស្អីគេចេះសុំទោសដោយសារតែថ្ងៃនេះ print មកឯកសារដាក់មកច្បោកច្បល់គ្នាច្រើនពេកបាទខ្ញុំថាដូចជាព័ត៌មានហ្នឹងសំមាននៅសល់ព័ត៌មានមួយដែលខ្ញុំអាចនឹងភ្លេចប្រចាំព្រឹកស្អែកយប់ស្អែកចោះបងប្អូនដោយសារតែពេលវេលានេះគឺវាខើចណាស់ទៅហើយដែលខ្ញុំដល់ម៉ោងចូលធ្វើការអញ្ចឹងខ្ញុំសូមអរគុណបងប្អូនយ៉ាងជ្រាលជ្រៅដែលបានតាមដានស្ដាប់ការផ្សាយរបស់ខ្ញុំពីដើមដល់ចប់យប់នេះគឺយើងនឹងជួបគ្នាបន្តទៀតអាចនឹងថ្ងៃត្រង់មានការសម្ភាសអីជាបន្តព្រោះខ្ញុំមានកម្មវិធីពិសេសសម្រាប់ព្រឹកនៅឯប្រទេសកម្ពុជាជាហូរហែដែរដោយសារតែខ្ញុំមានភ្ញៀវត្រូវសម្ភាសបន្ថែមតាក់ទងនឹងព្រឹត្តិការណ៍ថ្មីតែមិនផ្សាយផ្ទាល់ទេភាគច្រើននឹងផ្សាយរបៀបបង្ហោះសារហ្នឹងសូមមើលតាម YouTube ខ្ញុំហើយខ្ញុំសូមខន្តីអភ័យទោសបងប្អូនទាំងអស់ដែលត្អូញត្អែថាហេតុអីមិនផ្សាយតាម Facebook ទៅព្រោះគាត់អត់មានលុយទៅមើលតាម YouTube អីទេខ្ញុំសូមអធិស្ឋានដោយសារតែ Facebook ហ្នឹងដូចខ្ញុំនិយាយចឹងវីដេអូខ្ញុំគេលុបចោលរៀងរាល់30ថ្ងៃបងប្អូនដែលខ្វះបច្ច័យថវិកាហ្នឹងគឺមានកម្មវិធីមួយឈ្មោះថាខ្មែររ៉ាឌីយ៉ូគឺខ្មែរហើយរ៉ាឌីយ៉ូ RAD សំទោស RADIO ខ្មែររ៉ាឌីយ៉ូហ្នឹងជាកម្មវិធីដែលយើង download ពី App Store ឬក៏ Play Store ទៅហើយដាក់ក្នុងទូរស័ព្ទទៅបើកទៅឃើញឈ្មោះខ្ញុំមានរូបថតខ្ញុំនៅហ្នឹងដែលក្រុមហ្នឹងគាត់យកព័ត៌មានខ្ញុំយកទៅដាក់ឲ្យស្ដាប់អត់អស់លុយអត់អស់កាក់អត់ពិបាកអីអីច្រើនទេបងប្អូនសាកធ្វើដូច្នេះទៅមើលខ្ញុំលើកទឹកចិត្តអញ្ចឹងហើយខ្ញុំសូមអធិស្ឋានខ្ញុំចង់ឲ្យបងប្អូនបានស្ដាប់ហើយខ្មែររ៉ាឌីយ៉ូនេះអត់មានតាក់ទងអីជាមួយនឹងមួងណារ៉េតបានកម្រៃបានអីរស់ស៊ីជាមួយគ្នាអត់ទេខ្ញុំផ្ដល់សិទ្ធឲ្យគាត់យកព័ត៌មានខ្ញុំទៅផ្សព្វផ្សាយលើបណ្ដាញកម្មវិធីគាត់ដោយឥតគិតថ្លៃទេដើម្បីជាធម្មទានបាទខ្ញុំគ្រាន់ជម្រាបជូនបងប្អូនប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា